សម្បត្តិរបស់ពិលដល់ពួករ៉ូមជំពូក1សម្បត្តិពិលខ្ញុំជាបាវបម្រើរបស់ព្រះយេស៊ូវគ្រីស្ទដែលទ្រង់បានហៅមកធ្វើជាសាវកទាំងញែកចេញទុកសម្រាប់ដំណឹងល្អនៃព្រះជាដំណឹងល្អដែលទ្រង់បានសន្យាពីដើមដោយសារពួកហោរាទ្រង់ទុកក្នុងគម្ពីរបរិសុទ្ធគឺពីព្រះរាជបុត្រានៃព្រះដែលខាងឯសាច់ឈាមទ្រង់បានចាប់កំណើតក្នុងព្រះវង្សាលួងដាវីតតែខាងឯព្រះវិញ្ញាណនៃសេចក្តីបរិសុទ្ធនោះបានសម្ដែងមកច្បាស់ថាទ្រង់ជាព្រះរាជបុត្រារបស់ព្រះពិតទាំងមានព្រះចេស្តាផងដោយទ្រង់បានរស់ពីស្លាប់ឡើងវិញគឺជាព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងរាល់គ្នាដែលយើងខ្ញុំបានទទួលព្រះគុណនិងងារជាសាវកដោយសារទ្រង់សម្រាប់ឲ្យមានមនុស្សចុះចូលតាមសេចក្តីជំនឿនៅកណ្ដាលអស់ទាំងសះទុកជាប្រយោជន៍ដល់ព្រះនាមទ្រង់ដែលអ្នករាល់គ្នាក៏នៅក្នុងពួកអ្នកទាំងនោះជាពួកអ្នកដែលព្រះយេស៊ូវគ្រីស្ទទ្រង់បានហៅដែរខ្ញុំផ្ញើមកអស់អ្នកនៅក្រុងរ៉ូមជាពួកស្ងួនភ្ងានៃព្រះដែលទ្រង់បានហៅមកធ្វើជាពួកបរិសុទ្ធសូមឲ្យអ្នករាល់គ្នាបានប្រកបដោយនៅព្រះគុណនិងសេចក្តីសុខសាន្តអំពីព្រះដ៏ជាព្រះវរបិតានៃយើងរាល់គ្នាហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទមុនដំបូងខ្ញុំសូមអរព្រះគុណដល់ព្រះនៃខ្ញុំដោយនៅព្រះយេស៊ូវគ្រីស្ទពីដំណើរអ្នករាល់គ្នាដោយលើគេថ្លែងប្រាប់នៅគ្រប់ក្នុងលោកីយ៍ទាំងមូលពីសេចក្តីជំនឿរបស់អ្នករាល់គ្នាត្បិតព្រះដែលខ្ញុំបម្រើដោយវិញ្ញាណខ្ញុំក្នុងដំណឹងល្អពីព្រះរាជបុត្រាទ្រង់នោះជាស្មោបន្ទាល់ពីខ្ញុំថាខ្ញុំទូលដំណាលពីអ្នករាល់គ្នាក្នុងសេចក្តីអធិដ្ឋានរបស់ខ្ញុំជានិច្ចព្រមទាំងសូមអង្វរជាដរាបឲ្យខ្ញុំបានឱកាសស្រួលតាមព្រះハរតីម្ដងនេះដើម្បីនឹងមកឯអ្នករាល់គ្នាបើសិនជាបានដោយព្រោះខ្ញុំរលឹកចង់ឃើញអ្នករាល់គ្នាដើម្បីនឹងចែកអំណោយទានណាមួយខាងវិញ្ញាណមកអ្នករាល់គ្នាប្រយោជន៍ឲ្យអ្នករាល់គ្នាបានតាំងនៅយ៉ាងខ្ជាប់ខ្ជួនគឺថាឲ្យយើងបានសេចក្តីកំសាន្តចិត្តគ្នាទៅវិញទៅមកក្នុងពួកអ្នករាល់គ្នាដោយសារសេចក្តីជំនឿរបស់យើងនីមួយៗគឺរបស់អ្នករាល់គ្នានិងរបស់ខ្ញុំផងតែបងប្អូនអើយខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថាខ្ញុំបានគិតមកឯអ្នករាល់គ្នាជារឿយៗដើម្បីឲ្យបានផលខ្លះក្នុងពួកអ្នករាល់គ្នាដូចជាក្នុងពួកសាសឯទៀតដែរតែខ្ញុំមានសេចក្តីខាត់ខាំងដរាបមកដល់ឥឡូវនេះខ្ញុំមានសេចក្តីជំពាក់ទាំងសាសក្រិចនិងសាសដទៃទាំងអ្នកប្រាជ្ញនិងអ្នកខ្លៅផងដូច្នេះឯខ្ញុំប្រុងប្រៀបតែនឹងប្រាប់ដំណឹងល្អមកអ្នករាល់គ្នាដែលនៅក្រុងរ៉ូមដែរត្បិតខ្ញុំគ្មានសេចក្តីខ្មាស់ចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេគឺព្រោះជាព្រះចេស្តានៃព្រះសម្រាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿគឺដល់ទាំងសាសយូដាជាដើមនិងសាសក្រិចផងត្បិតសេចក្តីសុចរិតនៃព្រះបានសម្ដែងមកក្នុងដំណឹងល្អនោះដោយសារសេចក្តីជំនឿហើយឲ្យបានសេចក្តីជំនឿចម្រើនច្រើនឡើងផងដូចមានសេចក្តីចែងទុកមកថាមនុស្សសុចរិតនឹងរស់នៅដោយអាងសេចក្តីជំនឿពីព្រោះសេចក្តីក្រោធរបស់ព្រះ
បានសំដែងមកពីឋានសួគ៌ទាស់នឹងគ្រប់ទាំងសេចក្តីថ្មើរល្មើសនិងសេចក្តីទុច្ចរិតរបស់មនុស្សដែលគេបង្ខាំងសេចក្តីពិតដោយសេចក្តីទុច្ចរិតព្រោះការអ្វីដែលអាចនឹងស្គាល់ពីព្រះបាននោះបានសំដែងមកក្នុងពួកគេហើយដោយព្រះទ្រង់សំដែងការនោះឲ្យគេឃើញជាក់ត្បិតអ្វីៗរបស់ទ្រង់ដែលរកមើលមិនឃើញតាំងពីកំណើតលោកីមកទោះទាំងព្រះចេស្តាដ៏នៅអកលជានិច្ចនិងនិស្ស័យជាព្រះរបស់ទ្រង់នោះឃើញច្បាស់វិញដោយពិចារណាយល់របស់ទាំងប៉ុន្មានដែលទ្រង់បានបង្កើតមកព្រោះកាលគេបានស្គាល់ព្រះនោះគេមិនបានដំកើងទ្រង់ទុកជាព្រះទេក៏មិនដឹងគុណទ្រង់ដែរគេកើតមានគំនិតឥតប្រយោជន៍វិញហើយចិត្តគេដែលឥតយោបល់ក៏បានត្រឡប់ជាងងឹតទៅគេអួតខ្លួនថាមានប្រាជ្ញាបានជាគេត្រឡប់ទៅជាល្ងងល្ងើវិញគឺគេបំផ្លាស់សិរីល្អនៃព្រះដែលមិនចេះខូចឲ្យទៅជារូបមើលទៅដូចជាមនុស្សដែលតែងតែខូចវិញហើយដូចជាសត្វស្លាបសត្វជើង4និងសត្វលូនវាដែរហេតុនោះបានជាព្រះទ្រង់ប្រគល់គេទៅឯសេចក្តីស្មោកគ្រោកតាមចិត្តគេប្រាថ្នាចង់បានឲ្យបានបង្អាប់ដល់រូបកាយគេទៅវិញទៅមកគេបានផ្លាស់សេចក្តីពិតនៃព្រះឲ្យទៅជាសេចក្តីភូតភរវិញក៏កោតខ្លាចហើយគោរពបូជាដល់របស់ដែលកើតមកជាជាងដល់ព្រះដែលបង្កើតរបស់ទាំងនោះមកជាព្រះដែលមានព្រះពរអកលជានិច្ចអាមែនហេតុនោះបានជាព្រះទ្រង់ប្រគល់គេទៅក្នុងសេចក្តីរំជួលដ៏អាស្រូវបារាយត្បិតទាំងពួកស្រីរបស់គេក៏បានផ្លាស់ប្រែទំនៀមទម្លាប់ពីប្រពៃណីចេញឲ្យខុសពីធម្មតាហើយពួកប្រុសក៏បែបដូច្នោះដែរគេបានលះចោលទំនៀមទម្លាប់របស់ស្ត្រីពីប្រពៃណីចេញហើយបង្កើតឲ្យមានសេចក្តីសម្រើបរលរៀលដល់គ្នាទៅវិញទៅមកគឺប្រុសប្រព្រឹត្តនឹងប្រុសជាការដ៏អាក្រក់ជួជាតិនោះគេក៏ទទួលរង្វាន់ចំពោះខ្លួនគេដែលសំណុំនឹងសេចក្តីកំហុសរបស់ខ្លួនហើយដោយព្រោះគេមិនចូលចិត្តនឹងស្គាល់ដល់ព្រះសោះបានជាទ្រង់ប្រគល់គេទៅតាមគំនិតចោលម្សៀតវិញដើម្បីឲ្យបានសម្រេចការដែលមិនគួរគប្បីធ្វើជាមនុស្សមានពេញដោយសេចក្តីទុច្ចរិតគ្រប់យ៉ាងគឺសេចក្តីកំផិតសេចក្តីកំណាចសេចក្តីលោភនិងសេចក្តីព្យាបាទក៏មានសេចក្តីឈ្នានីសនិងការកាប់សម្លាប់ឆ្លោះប្រកែកកិច្ចកលគំនិតខិលខូចដ៏ពោពេញផងជាមនុស្សចាយចៅបេះបួយស្អប់ព្រះប្រហើនឈ្លានពានមានអ្នកកាន់ខ្លួនអួតអាងជាមេបង្កើតអាក្រក់ហើយមិនស្ដាប់បង្គាប់តាមឪពុកម្ដាយឥតយោបល់មានចិត្តមិនទៀងមិនចេះស្រឡាញ់តាមធម្មតាក៏ឥតមានសេចក្តីមេត្តាករុណាសោះគេក៏ស្គាល់សេចក្តីជំនុំជម្រះដ៏សុចរិតរបស់ព្រះថាអស់អ្នកដែលប្រព្រឹត្តការយ៉ាងដូច្នោះនោះគួរនឹងស្លាប់ហើយប៉ុន្តែគេមិនគ្រាន់តែប្រព្រឹត្តយ៉ាងនោះប៉ុណ្ណោះគឺគេចូលចិត្តយល់ព្រមនឹងអស់អ្នកណាដែលប្រព្រឹត្តដូច្នោះផងដែរជំពូក2ដូច្នេះអោមនុស្សអើយអស់អ្នកណាដែលថ្កោលទោសគេនោះគ្មានសេចក្តីដោះសារចំពោះខ្លួនឡើយត្បិតដែលអ្នកថ្កោលទោសគេនោះឈ្មោះថាកាត់ទោសខ្លួនឯងហើយ
ពីព្រោះអ្នកឯងដែលថ្កោលទោសគេក៏ប្រព្រឹត្តដូចគ្នាដែរតែយើងរាល់គ្នាដឹងថាចំណែកសេចក្តីជំនុំជម្រះរបស់ព្រះវិញនោះត្រូវនឹងសេចក្តីពិតទាស់នឹងពួកអ្នកដែលប្រព្រឹត្តយ៉ាងនោះមួយទៀតអោមនុស្សអើយដែលអ្នកថ្កោលទោសដល់អស់អ្នកដែលប្រព្រឹត្តការយ៉ាងនោះតែខ្លួនអ្នកក៏ប្រព្រឹត្តដូច្នោះដែរនោះតើអ្នកស្មានថាខ្លួនអ្នកនឹងរួចពីសេចក្តីជំនុំជម្រះរបស់ព្រះឬអីឬអ្នកមើលងាយសេចក្តីសប្បុរសដ៏ឥតគណនាព្រមទាំងសេចក្តីទ្រាំទ្រនិងសេចក្តីអត់ធន់របស់ទ្រង់ដោយមិនដឹងថាសេចក្តីសប្បុរសនៃព្រះទាញនាំឲ្យអ្នកបានប្រែចិត្តឬអីតែដោយអ្នករឹងរពឹងហើយមិនព្រមប្រែចិត្តសោះបានជាអ្នកឈ្មោះថាកំពុងតែប្រមូលសេចក្តីក្រោធទុកសម្រាប់ខ្លួនដល់ថ្ងៃនៃសេចក្តីក្រោធវិញជាថ្ងៃដែលសេចក្តីជំនុំជម្រះដ៏សុចរិតរបស់ព្រះនឹងសម្ដែងមកដែលទ្រង់នឹងសងដល់គ្រប់គ្នាតាមអំពើដែលខ្លួនបានប្រព្រឹត្តគឺជាជីវិតអស់កលជានិច្ចដល់ពួកអ្នកដែលរកសេរីល្អកេរ្តិ៍ឈ្មោះនិងសេចក្តីមិនពុករលួយដោយគេកាន់ខ្ជាប់ក្នុងការល្អតែពួកអ្នកដែលទាស់ទទឹងមិនព្រមស្ដាប់តាមសេចក្តីពិតគឺស្ដាប់តាមតែសេចក្តីទុច្ចរិតវិញនោះនឹងបានសេចក្តីក្រោធនិងសេចក្តីឃោរឃៅជាសេចក្តីវេទនានិងសេចក្តីលំបាកនៅលើគ្រប់ទាំងព្រលឹងមនុស្សណាដែលប្រព្រឹត្តអាក្រក់មានសាសយូដាជាដើមនិងសាសក្រិចផងតែអស់អ្នកដែលប្រព្រឹត្តល្អនោះនឹងបានសិរីល្អកេរ្តិ៍ឈ្មោះនិងសេចក្តីសុខវិញគឺមានសាសយូដាជាដើមនិងសាសក្រិចផងត្បិតព្រះទ្រង់មិនយោគយល់ខាងអ្នកណាសោះព្រោះអស់អ្នកណាដែលបានធ្វើបាបឥតស្គាល់ក្រឹតវិន័យនោះនឹងត្រូវវិនាសទៅឥតក្រឹតវិន័យដែរហើយអស់អ្នកណាដែលបានធ្វើបាបក្នុងបន្ទុកក្រឹតវិន័យនោះនឹងត្រូវក្រឹតវិន័យជំនុំជម្រះវិញត្បិតពួកអ្នកដែលគ្រាន់តែស្ដាប់ក្រឹតវិន័យនោះមិនមែនឈ្មោះថាសុចរិតនៅចំពោះព្រះឡើយគឺបានរាប់ជាសុចរិតតែពួកអ្នកដែលប្រព្រឹត្តតាមក្រឹតវិន័យប៉ុណ្ណោះទេពីព្រោះកាលណាពួកសាសដទៃដែលគ្មានក្រឹតវិន័យគេបានប្រព្រឹត្តតាមក្រឹតវិន័យពីបបីនេះនោះពួកដែលគ្មានក្រឹតវិន័យនោះឯងគេជាក្រឹតវិន័យដល់ខ្លួនគេវិញដោយសម្ដែងថារបៀបក្រឹតវិន័យបានកត់ទុកក្នុងចិត្តគេហើយបញ្ញាចិត្តគេក៏ធ្វើបន្ទាល់ឲ្យហើយគំនិតគេជួនកាលប្រកាន់ទោសជួនកាលដោះសារគ្នាទៅវិញទៅមកគឺក្នុងថ្ងៃដែលព្រះទ្រង់នឹងជំនុំជម្រះអស់ទាំងការលាក់កំបាំងរបស់មនុស្សតាមដំណឹងល្អខ្ញុំដោយសារព្រះយេស៊ូវគ្រីស្ទបើអ្នកមានឈ្មោះជាសាសយូដាទាំងទុកចិត្តនឹងក្រឹតវិន័យហើយអួតសរសើរពីព្រះក៏ស្គាល់ព្រះハរតីទ្រង់ហើយចេះសម្គាល់រើសសេចក្តីល្អដោយបានរៀនតាមក្រឹតវិន័យទាំងជឿប្រកបថាខ្លួនជាអ្នកដឹកនាំមនុស្សខ្វាក់ជាពន្លឺដល់ពួកអ្នកដែលងងឹតជាអ្នកទូន្មានប្រដៅដល់ពួកខ្លាយល្ងង់ជាគ្រូបង្រៀនដល់កូនក្មេងក៏មានគំរូពីសេចក្តីចេះដឹងនិងសេចក្តីពិតនៅក្នុងក្រឹតវិន័យដូច្នេះអ្នកឯងដែលបង្រៀនគេតើមិនបង្រៀនដល់ខ្លួនឯងទេឬអីអ្នកឯងដែលប្រដៅថាកុំឲ្យលួចគេតើអ្នកលួចឬទេអ្នកឯងដែលថាកុំឲ្យផិតគ្នា
តើអ្នកផិតឬទេអ្នកឯងដែលស្អប់ខ្ពើមរូបព្រះតើអ្នកប្លន់វិហារឬទេអ្នកឯងដែលអួតពីក្រឹតវិន័យតើអ្នកបង្អាប់ព្រះដោយប្រព្រឹត្តរំលងនឹងក្រឹតវិន័យឬទេដបិតពួកសាសដតីគេប្រមាថដល់ព្រះនាមព្រះដោយព្រោះតែអ្នករាល់គ្នាដូចជាមានសេចក្តីចែងទុកមកហើយរីឯការកាត់ស្បែកនោះមានប្រយោជន៍មែនបើអ្នកប្រព្រឹត្តតាមក្រឹតវិន័យតែបើអ្នកប្រព្រឹត្តរំលងក្រឹតវិន័យវិញនោះការដែលទទួលកាត់ស្បែកបានត្រឡប់ដូចជាមិនកាត់វិញដូច្នេះបើសិនជាពួកដែលមិនកាត់ស្បែកគេកាន់តាមបញ្ញត្តិក្រឹតវិន័យទៅនោះការដែលមិនបានកាត់ស្បែកតើមិនរាប់ដូចជាបានកាត់វិញទេឬអីហើយពួកអ្នកដែលមិនកាត់ស្បែកតាមប្រវេណីបើគេប្រព្រឹត្តតាមក្រឹតវិន័យសពគ្រប់តើគេមិនជំនុំជម្រះអ្នកទេឬអីដែលអ្នកមានទាំងគម្ពីរនិងការកាត់ស្បែកផងតែចេះតែប្រព្រឹត្តរំលងក្រឹតវិន័យវិញឯដំណើរដែលហៅថាសាសយូដានោះមិនមែនចំពោះតែអ្នកណាដែលមានទីសម្គាល់ខាងក្រៅប៉ុណ្ណោះទេហើយការកាត់ស្បែកសោតក៏មិនមែនចំពោះតែសាច់ខាងក្រៅប៉ុណ្ណោះដែររីឯសាសយូដាដ៏ពិតប្រាកដនោះគឺខាងក្នុងវិញហើយការកាត់ស្បែកក៏នៅក្នុងចិត្តខាងព្រលឹងវិញ្ញាណដែរមិនមែនតាមតែន័យពាក្យប៉ុណ្ណោះទេមនុស្សយ៉ាងនោះតែងមានសេចក្តីសរសើរមិនមែនមកពីមនុស្សគឺពីព្រះវិញជំពូក3ដូច្នេះតើសាសយូដាវិសេសជាងគេយ៉ាងណាឬការកាត់ស្បែកមានប្រយោជន៍ដូចម្តេចខ្លះមានគ្រប់ជំពូកជាច្រើនណាស់មុនដំបូងគឺពីព្រោះព្រះបានផ្ញើព្រះបន្ទូលទុកនឹងគេតែបើមានអ្នកខ្លះមិនជឿនោះដូចម្តេចទៅសេចក្តីដែលគេមិនជឿនោះតើនឹងធ្វើឲ្យសេចក្តីជំនឿជឿដល់ព្រះទៅជាមិនកើតការវិញឬអីទេមិនមែនឡើយសូមឲ្យព្រះបានរាប់ជាពិតហើយគ្រប់ទាំងមនុស្សជាភូតភរវិញចុះដូចមានសេចក្តីចែងទុកមកថាឲ្យទ្រង់បានរាប់ជាសុចរិតក្នុងកាលដែលទ្រង់មានបន្ទូលហើយឲ្យទ្រង់បានឈ្នះក្នុងកាលដែលគេជំនុំជម្រះទ្រង់ប៉ុន្តែបើសិនជាសេចក្តីទុច្ចរិតរបស់យើងរាល់គ្នាបាននាំឲ្យគេឃើញសេចក្តីសុចរិតរបស់ព្រះច្បាស់ជាងនោះតើនឹងថាដូចម្តេចតើព្រះទ្រង់ទុច្ចរិតឬអីដែលទ្រង់ធ្វើទោសនោះនេះខ្ញុំនិយាយតាមបែបមនុស្សលោកទេមិនមែនឡើយតែបើសិនជាទុច្ចរិតមែននោះធ្វើដូចម្តេចឲ្យព្រះជំនុំជម្រះលោកីបានត្បិតបើសិនជាសេចក្តីពិតរបស់ព្រះបានចម្រើនឡើងសម្រាប់ជាសិរីល្អដល់ទ្រង់ដោយសារសេចក្តីភូតភររបស់ខ្ញុំនោះតើហេតុអ្វីបានជាខ្ញុំជាប់សេចក្តីជំនុំជម្រះទុកដូចជាមនុស្សមានបាបទៀតហើយហេតុអ្វីបានជាយើងខ្ញុំមិនថាចូលប្រព្រឹត្តការអាក្រក់ដើម្បីឲ្យការល្អបានកើតឡើងដូចជាគេនិយាយបង្កាច់យើងខ្ញុំហើយខ្លះប្រកាន់ថាយើងខ្ញុំប្រដៅដូច្នោះមែននោះឯទោសនៃពួកអ្នកដែលប្រកាន់ដូច្នោះត្រឹមត្រូវហើយដូច្នេះតើដូចម្តេចយើងល្អជាងគេឬទេមិនមែនទេត្បិតយើងខ្ញុំបានចោទប្រកាន់រួចហើយថាទោះទាំងសាសយូដានិងសាសក្រិចផងសុទ្ធតែនៅក្រោមអំពើបាបដូចមានសេចក្តីចែងទុកមកថាគ្មានអ្នកណាសុចរិតសោះសូម្បីតែម្នាក់ក៏គ្មានផងគ្មានអ្នកណាដែលយល់គ្មានអ្នកណាដែលស្វែងរកព្រះគ្រប់គ្នាបានបែកចេញ
ហើយត្រឡប់ជាឥតប្រយោជន៍ទាំងអស់គ្នាគ្មានអ្នកណាដែលប្រព្រឹត្តតាមសេចក្តីសប្បុរសសោះតែម្នាក់ក៏គ្មានផងបំពង់កគេជាភ្នោខ្មោចនៅចំហគេប្រើអណ្ដាតគេសម្រាប់នឹងបញ្ឆោតឯនៅបបោមាត់គេមានសុទ្ធតែពឹសពោះហនុមានហើយមាត់គេមានពេញដោយសេចក្តីបណ្ដាសានិងសេចក្តីជូរចត់ជើងគេរហ័សនឹងកំចាយឈាមនៅអស់ទាំងផ្លូវរបស់គេមានសុទ្ធតែសេចក្តីវិនាសនិងសេចក្តីទុក្ខលំបាកគេមិនបានស្គាល់ផ្លូវសុខសាន្តសោះក៏គ្មានសេចក្តីកោតខ្លាចចំពោះព្រះនៅភ្នែកគេឡើយរីឯគ្រប់ទាំងសេចក្តីដែលក្រឹតវិន័យបង្គាប់នោះយើងដឹងថាបង្គាប់ដល់តែពួកអ្នកដែលនៅក្នុងបន្ទុកក្រឹតវិន័យទេដើម្បីឲ្យគ្រប់ទាំងមាត់ត្រូវបិទហើយឲ្យលោកីទាំងមូលជាប់មានទោសនៅចំពោះព្រះហេតុនោះបានជាគ្មានមនុស្សណាបានរាប់ជាសុចរិតនៅចំពោះទ្រង់ដោយអាងការប្រព្រឹត្តតាមក្រឹតវិន័យនោះឡើយត្បិតក្រឹតវិន័យគ្រាន់តែសម្ដែងឲ្យស្គាល់អំពើបាបប៉ុណ្ណោះប៉ុន្តែឥឡូវនេះក្រៅពីក្រឹតវិន័យសេចក្តីសុចរិតផងព្រះដែលមានទាំងក្រឹតវិន័យនិងពួកហោរាធ្វើបន្ទាល់ឲ្យផងនោះបានលេចចេញមកហើយគឺជាសេចក្តីសុចរិតរបស់ព្រះដែលបានដោយសារសេចក្តីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទក៏សម្រាប់គ្រប់អស់អ្នកណាដែលជឿផងដើម្បីគ្មានខុសអំពីគ្នាទេពីព្រោះគ្រប់គ្នាបានធ្វើបាបហើយខ្វះមិនដល់សិរីល្អនៃព្រះតែដោយពឹងដល់ព្រះគុណទ្រង់នោះបានរាប់ជាសុចរិតទៅទេដោយសារសេចក្តីប្រោសលោះដែលនៅក្នុងព្រះគ្រិស្តយេស៊ូវដែលព្រះបានតាំងទ្រង់ទុកជាទីសណ្ដោសប្រោសដោយសារសេចក្តីជំនឿដល់ព្រះលោហិតទ្រង់សម្រាប់នឹងសម្ដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះចំពោះការដែលទ្រង់មិនប្រកាន់អំពើបាបដែលគេប្រព្រឹត្តពីដើមដោយទ្រង់មានព្រះハរតីអត់ធ្មត់ដើម្បីនឹងសម្ដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះនៅជាន់ឥឡូវនេះប្រយោជន៍ឲ្យទ្រង់បានសុចរិតព្រមទាំងរាប់ពួកអ្នកដែលមានសេចក្តីជំនឿជឿដល់ព្រះយេស៊ូវថាជាសុចរិតដែរដូច្នេះតើសេចក្តីអួតអាងនៅឯណាគឺត្រូវលើកចោលហើយតើច្បាប់ណាដែលលើកចោលនោះតើជាច្បាប់ខាងឯការប្រព្រឹត្តឬមិនមែនទេគឺជាច្បាប់ខាងឯសេចក្តីជំនឿវិញទេតើត្បិតយើងខ្ញុំអាងថាមនុស្សបានរាប់ជាសុចរិតដោយសារសេចក្តីជំនឿគឺមិនមែនដោយការប្រព្រឹត្តតាមក្រឹតវិន័យទេតើព្រះអង្គទ្រង់ជាព្រះនៃសាសយូដាតែប៉ុណ្ណោះតើទ្រង់មិនមែនជាព្រះនៃសាសដទៃដែរទេឬអីមែនហើយទ្រង់ជាព្រះនៃសាសដទៃដែរត្បិតគឺជាព្រះតែមួយព្រះអង្គដែលនឹងរាប់ទាំងពួកកាត់ស្បែកថាជាសុចរិតដោយសារតែគេមានសេចក្តីជំនឿព្រមទាំងពួកអ្នកដែលមិនកាត់ស្បែកផងដោយគេមានសេចក្តីជំនឿនោះដែរដូច្នេះតើយើងឈ្មោះថាធ្វើឲ្យក្រឹតវិន័យទៅជាឥតប្រយោជន៍ដោយសេចក្តីជំនឿឬអីទេមិនមែនឡើយគឺឈ្មោះថាយើងតាំងក្រឹតវិន័យឲ្យកាន់តែមាំមួនឡើងវិញទេតាជំពូក4បើដូច្នេះយើងនឹងថាលោកអាប់ប្រាហាំជាអាយកោយើងបានអ្វីខ្លះខាងឯសាច់ឈាមត្បិតបើសិនណាជាលោកអាប់ប្រាហាំបានរាប់ជាសុចរិតដោយការដែលលោកប្រព្រឹត្តនោះលោកមានកន្លែងនឹងអួតខ្លួនហើយតែមិនមែនចំពោះព្រះទេតើគម្ពីរថាដូចម្ដេច
គម្ពីរថាអាប់រ៉ាហាំបានជឿដល់ព្រះហើយសេចក្តីជំនឿនោះបានរាប់ជាសេចក្តីសុចរិតដល់លោករីឯអ្នកណាដែលធ្វើការនោះរង្វាន់មិនរាប់ជាគុណរបស់ចាស់វាយទេគឺទុកជាថ្លៃឈ្នួលវិញទេតាតែចំណែកអ្នកដែលមិនធ្វើការសោះគឺគ្រាន់តែជឿដល់ព្រះអង្គដែលទ្រង់ប្រោសឲ្យមនុស្សថ្មិលល្មើសបានសុចរិតនោះសេចក្តីជំនឿរបស់អ្នកនោះបានរាប់ទុកជាសេចក្តីសុចរិតវិញដូចជាលួងដាវីតបានសម្ដែងពីសន្តានដ៏មានពរនៃមនុស្សដែលព្រះទ្រង់រាប់ជាសុចរិតក្រៅពីការប្រព្រឹត្តថាមានពរហើយអ្នកណាដែលការទទឹងច្បាប់របស់ខ្លួនបានអត់ទោសឲ្យនិងបាបខ្លួនបានគ្របបាំងមានពរហើយមនុស្សណាដែលព្រះអម្ចាស់មិនរាប់ជាមានបាបឡើយដូច្នេះតើបានពរនោះចំពោះតែពួកកាត់ស្បែកតែប៉ុណ្ណោះឬពួកមិនកាត់ស្បែកក៏បានដែរត្បិតយើងថាសេចក្តីជំនឿបានរាប់ទុកជាសេចក្តីសុចរិតដល់លោកអាប់រ៉ាហាំចុះសេចក្តីនោះបានរាប់ដូចម្ដេចតើពីការលោកបានកាត់ស្បែករួចហើយឬនៅឡើយមិនមែនពីការលោកបានកាត់ស្បែកហើយនោះទេគឺក្នុងកាលដែលមិនទាន់កាត់ស្បែកនៅឡើយវិញហើយលោកបានទទួលពិធីកាត់ស្បែកនេះទុកជាទីសម្គាល់ជាត្រានៃសេចក្តីសុចរិតដែលមកដោយសេចក្តីជំនឿនោះឯងគឺជាសេចក្តីជំនឿដែលលោកមានពីកាលមិនទាន់កាត់ស្បែកនៅឡើយដើម្បីឲ្យបានធ្វើជាឪពុកដល់អស់អ្នកដែលជឿឥតកាត់ស្បែកផងប្រយោជន៍ឲ្យបានរាប់សេចក្តីសុចរិតនេះដល់អ្នកទាំងនោះហើយឲ្យបានធ្វើជាឪពុកដល់ពួកដែលមិនគ្រាន់តែកាត់ស្បែកប៉ុណ្ណោះគឺដែលដើរតាមដាននៃសេចក្តីជំនឿរបស់លោកអាប់រ៉ាហាំជាឯកកោយើងផងជាសេចក្តីជំនឿដែលលោកមានពីកាលមិនទាន់កាត់ស្បែកនៅឡើយត្បិតសេចក្តីសន្យាដល់លោកអាប់រ៉ាហាំនិងពូជលោកឲ្យបានលោកីជាមរតកនោះមិនមែនដោយសារក្រឹតវិន័យទេគឺដោយសារសេចក្តីសុចរិតដែលមកដោយសេចក្តីជំនឿវិញពីព្រោះបើសិនជាពួកអ្នកដែលអាងក្រឹតវិន័យបានគ្រងមរតកនោះសេចក្តីជំនឿបានទៅជាឥតអំពើវិញហើយសេចក្តីសន្យាក៏ឥតប្រយោជន៍ដែរឯក្រឹតវិន័យនោះបង្កើតសេចក្តីក្រោធត្បិតកន្លែងណាដែលគ្មានក្រឹតវិន័យនោះក៏ឥតមានសេចក្តីរំលងដែរដូច្នេះសេចក្តីសន្យាបានមកដោយសេចក្តីជំនឿដើម្បីឲ្យបានត្រូវខាងព្រះគុណប្រយោជន៍ឲ្យសេចក្តីសន្យាបានខ្ជាប់ខ្ជួនដល់ពូជលោកតទៅមិនមែនត្រឹមតែពូជដែលអាងក្រឹតវិន័យប៉ុណ្ណោះគឺដល់ទាំងពូជដែលអាងសេចក្តីជំនឿរបស់លោកអាប់រ៉ាហាំដែលជាឯកកោនៃយើងទាំងអស់គ្នាថែមទៀតផងដូចមានសេចក្តីចែងទុកមកថាអញបានតាំងឯងឲ្យធ្វើជាឪពុកដល់សាសជាច្រើនរីឯនៅចំពោះព្រះជាទីជឿរបស់លោកដែលទ្រង់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញទាំងមានបន្ទូលពីរបស់ដែលគ្មានទុកដូចជាមានហើយនោះលោកជាឪពុករបស់យើងមែនត្បិតការលោកអស់ទីសង្ឃឹមហើយនោះក៏ចេះតែជឿដោយសង្ឃឹមវិញដើម្បីឲ្យបានត្រឡប់ជាឪពុកដល់សាសជាច្រើនដោយសេចក្តីដែលមានបន្ទូលទុកមកថាពូជឯងនឹងបានដូច្នោះហើយដោយព្រោះលោកមិនខ្សោយខាងសេចក្តីជំនឿបានជាលោកមិនគិតពីរូបកាយលោកដែលរាប់ដូចជាស្លាប់ដោយមានអាយុប្រហែលជា100ឆ្នាំហើយឬពីផ្ទៃសារ៉ាដែលរាប់ដូចជាស្លាប់ដែរនោះទេលោកក៏មិនបានសង្ស័យចំពោះសេចក្តីសន្យារបស់ព្រះដោយចិត្តមិនជឿឡើយគឺរឹតតែមានសេចក្តីជំនឿខ្លាំងឡើងទាំងសរសើរដំកើងដល់ព្រះវិញហើយក៏ជឿជាក់
ពីចិត្តថាសេចក្តីអ្វីដែលទ្រង់សន្យានោះអាចនឹងធ្វើឲ្យសម្រេចបានហេតុនោះបានជារាប់សេចក្តីជំនឿរបស់លោកទុកជាសេចក្តីសុចរិតដល់លោកប៉ុន្តែដែលថាបានរាប់ដល់លោកដូច្នេះនោះមិនចែងទុកមកសម្រាប់លោកតែឯងទេគឺសម្រាប់យើងរាល់គ្នាដែរសេចក្តីសុចរិតនោះនឹងបានរាប់ដល់យើងរាល់គ្នាជាពួកអ្នកជឿដល់ព្រះអង្គដែលទ្រង់ប្រោសព្រះយេស៊ូវជាព្រះអម្ចាស់នៃយើងរាល់គ្នាឲ្យបានរស់ពីស្លាប់ឡើងវិញដែលទ្រង់ត្រូវគេបញ្ជូនទៅឲ្យមានទោសដោយព្រោះអំពើរំលងរបស់យើងរាល់គ្នាហើយបានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញប្រយោជន៍ឲ្យយើងរាល់គ្នាបានរាប់ជាសុចរិតជំពូក5ដូច្នេះដែលយើងរាល់គ្នាបានរាប់ជាសុចរិតដោយការជឿនោះឈ្មោះថាយើងបានមេត្រីនឹងព្រះដោយសារព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយក៏ដោយសារទ្រង់យើងមានផ្លូវចូលក្នុងព្រះគុណនេះជាទីដែលយើងកំពុងឈរនៅដោយសេចក្តីជំនឿហើយយើងអួតពីសេចក្តីសង្ឃឹមដល់សិរីល្អនៃព្រះផងមិនតែប៉ុណ្ណោះសោតយើងនៅតែអួតក្នុងកាលដែលមានទុក្ខលំបាកដែរដោយដឹងថាសេចក្តីទុក្ខលំបាកបង្កើតឲ្យមានសេចក្តីទ្រាំទ្រសេចក្តីទ្រាំទ្របង្កើតឲ្យមានសេចក្តីស៊ាំថ្នឹកសេចក្តីស៊ាំថ្នឹកបង្កើតឲ្យមានសេចក្តីសង្ឃឹមឯសេចក្តីសង្ឃឹមក៏មិនដែលនាំឲ្យមានសេចក្តីខ្មាស់ឡើយពីព្រោះសេចក្តីស្រឡាញ់របស់ព្រះបានផ្សាយមកសព្វក្នុងចិត្តយើងរាល់គ្នាដោយសារព្រះវិញ្ញាណបរិសុទ្ធដែលព្រះបានប្រទានមកយើងហើយដំបត្តិកាលយើងនៅខ្សោយនៅឡើយលុះដល់កំណត់ហើយនោះព្រះគ្រឹះទ្រង់បានសុគតជំនួសមនុស្សថ្មិលល្មើសកម្រនឹងមានអ្នកណាព្រមស្លាប់ជំនួសមនុស្សសុចរិតណាស់ប៉ុន្តែប្រហែលជាមានអ្នកខ្លះហ៊ានស្លាប់ជំនួសមនុស្សល្អដែរទេដឹងតែឯព្រះទ្រង់សម្ដែងសេចក្តីស្រឡាញ់របស់ទ្រង់ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ដោយព្រះគ្រឹះបានសុគតជំនួសយើងរាល់គ្នានោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផងដូច្នេះដែលបានរាប់ជាសុចរិតដោយសារព្រះលោហិតទ្រង់នោះប្រាកដជាយើងនឹងបានរួចចេញពីសេចក្តីក្រោធដោយសារទ្រង់ជាមិនខានលើសទៅទៀតត្បិតកាលយើងជាខ្មាំងសត្រូវបើយើងបានជាមេត្រីនឹងព្រះវិញទៅហើយដោយព្រះរាជបុត្រាទ្រង់សុគតដូច្នេះដែលយើងបានជាមេត្រីហើយនោះប្រាកដជាយើងនឹងបានសង្គ្រោះជាមិនខានលើសទៅទៀតដោយទ្រង់មានព្រះជន្មរស់ឡើងវិញហើយមិនតែប៉ុណ្ណោះសោតយើងក៏មានសេចក្តីរីករាយចំពោះព្រះផងដោយនៅព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងរាល់គ្នាដែលឥឡូវនេះយើងបានជាមេត្រីដោយសារទ្រង់ហើយដូច្នេះដែលបាបបានចូលមកក្នុងលោកីដោយសារមនុស្សតែម្នាក់ហើយក៏មានសេចក្តីស្លាប់ចូលមកដែរដោយសារអំពើបាបនោះជាយ៉ាងណានោះសេចក្តីស្លាប់បានឆ្លងរាលដាលដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរត្បិតគ្រប់គ្នាបានធ្វើបាបហើយព្រោះរមែងមានបាបនៅក្នុងលោកីដរាបដល់ក្រឹតវិន័យតែកាលមិនទាន់មានក្រឹតវិន័យនៅឡើយនោះមិនបានរាប់ជាទោសដល់គេទេប៉ុន្តែចាប់តាំងពីលោកអាដាមដរាបដល់លោកម៉ូសេនោះសេចក្តីស្លាប់បានសោយរាជ្យលើទាំងពួកអ្នកដែលធ្វើបាបមិនមែនដូចជាអំពើរំលងរបស់លោកអាដាមផងដែលលោកជាគំរូពីព្រះអង្គដែលត្រូវយាងមកប៉ុន្តែព្រះគុណមិនមែនដូចជាអំពើរំលងនោះទេ
ដំបិតបើសិនជាមានមនុស្សជាច្រើនបានស្លាប់ដោយព្រោះអំពើរំលងរបស់មនុស្សតែម្នាក់នោះប្រាកដជាព្រះគុណនៃព្រះហើយនឹងអំណោយទាននៃព្រះគុណនោះដែលមកដោយសារមនុស្សតែម្នាក់គឺព្រះយេស៊ូវគ្រីស្ទនឹងបានចម្រើនលើសទៅទៀតដល់មនុស្សជាច្រើនដែរហើយអំណោយទាននោះក៏មិនមែនដូចជាអំពើបាបដែលមនុស្សតែម្នាក់បានធ្វើនោះទៀតត្បិតសេចក្តីជំនុំជម្រះដែលកើតមកដោយព្រោះម្នាក់នោះឯងនោះបានកាត់ទោសហើយតែព្រះគុណដែលកើតមកដោយព្រោះការរំលងជាច្រើននោះបានរាប់យើងទុកជាសុចរិតវិញត្បិតបើសិនជាសេចក្តីស្លាប់បានសោយរាជ្យដោយសារមនុស្សតែម្នាក់ដោយព្រោះម្នាក់នោះឯងបានប្រព្រឹត្តសេចក្តីរំលងដូច្នេះប្រាកដជាពួកអ្នកដែលទទួលព្រះគុណដ៏បរិបូរណ៍និងអំណោយទានជាសេចក្តីសុចរិតនោះនឹងបានសោយរាជ្យក្នុងជីវិតលើសទៅទៀតដោយសារតែម្នាក់ដែរគឺជាព្រះយេស៊ូវគ្រីស្ទដូច្នេះដែលមនុស្សទាំងអស់ត្រូវទោសដោយព្រោះអំពើរំលងតែមួយនោះមនុស្សទាំងអស់ក៏បានរាប់ជាសុចរិតឲ្យបានជីវិតវិញដោយសារអំពើសុចរិតតែមួយបែបដូច្នោះដែរត្បិតដូចជាមនុស្សជាច្រើនបានត្រឡប់ជាមានបាបដោយសារមនុស្សតែម្នាក់មិនបានស្ដាប់បង្គាប់ជាយ៉ាងណានោះមនុស្សជាច្រើនក៏បានត្រឡប់ជាសុចរិតដោយសារម្នាក់បានស្ដាប់បង្គាប់វិញយ៉ាងនោះដែរតែក្រឹតវិន័យបានចូលមកថែមទៀតដើម្បីឲ្យសេចក្តីរំលងនោះបានរឹតតែធ្ងន់ឡើងប៉ុន្តែកន្លែងណាដែលមានបាបចម្រើនជាបរិបូរណ៍ឡើងនោះព្រះគុណក៏ចម្រើនជាបរិបូរណ៍លើសទៅទៀតដើម្បីឲ្យព្រះគុណបានសោយរាជ្យដោយសារសេចក្តីសុចរិតសម្រាប់ជាជីវិតអកលជានិច្ចដោយនៅព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងរាល់គ្នាដូចជាបាបបានសោយរាជ្យឲ្យត្រូវស្លាប់ពីដើមនោះដែរជំពូក6ដូច្នេះយើងនឹងថាដូចម្ដេចតើត្រូវឲ្យយើងចេះតែប្រព្រឹត្តអំពើបាបទៅទៀតដើម្បីឲ្យព្រះគុណបានចម្រើនឡើងឬអីទេមិនត្រូវឡើយធ្វើដូចម្ដេចឲ្យយើងដែលស្លាប់ខាងឯអំពើបាបហើយបាននៅរស់ក្នុងអំពើបាបទៀតបានតើអ្នករាល់គ្នាមិនដឹងទេឬអីថាយើងទាំងប៉ុន្មានដែលបានទទួលបុណ្យជ្រមុជក្នុងព្រះយេស៊ូវគ្រីស្ទនោះគឺបានទទួលជ្រមុជក្នុងសេចក្តីសុគតនៃទ្រង់ដែរដូច្នេះយើងបានត្រូវកប់ជាមួយនឹងទ្រង់ហើយដោយទទួលជ្រមុជក្នុងសេចក្តីស្លាប់ដើម្បីឲ្យយើងបានដើរក្នុងជីវិតបែបថ្មីដូចជាព្រះគ្រីស្ទបានរស់ពីស្លាប់ឡើងវិញដោយសារសេរីល្អនៃព្រះវរបិតាដែរត្បិតបើយើងបានជាប់ជាមួយនឹងទ្រង់ក្នុងការដែលជាគំរូពីសេចក្តីសុគតរបស់ទ្រង់នោះក៏នឹងបានជាប់ក្នុងសេចក្តីរស់ឡើងវិញរបស់ទ្រង់ដែរដោយដឹងសេចក្តីនេះថាមនុស្សចាស់របស់យើងបានត្រូវឆ្កាងជាមួយនឹងទ្រង់ហើយដើម្បីឲ្យតួអំពើបាបបានត្រូវសូន្យទៅប្រយោជន៍កុំឲ្យយើងនៅបម្រើអំពើបាបទៀតឡើយត្បិតអ្នកណាដែលស្លាប់នោះក៏បានរាប់ជាសុចរិតរួចពីបាបហើយបើសិនជាយើងស្លាប់ជាមួយនឹងព្រះគ្រីស្ទនោះយើងជឿថាយើងនឹងរស់ជាមួយនឹងទ្រង់ដែរដោយដឹងថាដែលព្រះគ្រីស្ទមានព្រះជន្មរស់ពីស្លាប់ឡើងវិញនោះទ្រង់មិនចេះសុគតទៀតឡើយព្រោះសេចក្តីស្លាប់គ្មានអំណាចលើទ្រង់ទៀតត្បិតដែលទ្រង់សុគតនោះគឺបានសុគតខាងឯបាបមួយដងជាសម្រេចហើយដែលទ្រង់មានព្រះជន្មរស់នោះទ្រង់រស់ខាងឯព្រះវិញដូច្នេះចូលអ្នករាល់គ្នារាប់ខ្លួនទុកជាស្លាប់ខាងឯបាបដែរតែរស់ខាងឯព្រះវិញចុះ
ដោយនៅព្រះគ្រិស្តយេស៊ូវជាព្រះអម្ចាស់នៃយើងរាល់គ្នាហេតុនេះកុំឲ្យបាបសោយរាជ្យក្នុងរូបកាយរបស់អ្នករាល់គ្នាដែលតែងតែស្លាប់ដើម្បីនឹងស្ដាប់តាមសេចក្តីពងប្រាថ្នារបស់បាបនោះឡើយក៏កុំឲ្យប្រគល់អវយវៈទាំងប៉ុន្មានរបស់អ្នករាល់គ្នាទៅក្នុងអំពើបាបទុកដូចជាប្រដាប់ប្រដាទុច្ចរិតនោះឡើយគឺត្រូវប្រគល់ខ្លួនទៅព្រះដូចជាបានរស់ពីស្លាប់នោះឡើងវិញហើយថ្វាយអវយវៈរបស់អ្នករាល់គ្នាទៅព្រះទុកដូចជាប្រដាប់ប្រដាសុចរិតផងត្បិតបាបមិនត្រូវមានអំណាចលើអ្នករាល់គ្នាទៀតឡើយដោយព្រោះអ្នករាល់គ្នាមិននៅក្រោមក្រឹតវិន័យគឺនៅក្រោមព្រះគុណវិញដូច្នេះធ្វើដូចម្ដេចតើគួរឲ្យយើងប្រព្រឹត្តអំពើបាបដោយព្រោះនៅក្រោមព្រះគុណមិននៅក្រោមក្រឹតវិន័យឬអីទេមិនគួរឡើយតើអ្នករាល់គ្នាមិនដឹងទេឬអីថាអ្នករាល់គ្នាប្រគល់ខ្លួនទៅធ្វើជាបាវបម្រើនិងស្ដាប់តាមចៅវាយណានោះអ្នកជាបាវបម្រើរបស់ចៅវាយនោះឯងដែលអ្នកស្ដាប់តាមទោះជារបស់ផងអំពើបាបឲ្យបានសេចក្តីស្លាប់ឬជារបស់ផងសេចក្តីស្ដាប់បង្គាប់ឲ្យបានសុចរិតក្តីឯអ្នករាល់គ្នាពីដើមជាបាវបម្រើរបស់អំពើបាបមែនប៉ុន្តែអរព្រះគុណដល់ព្រះអង្គឥឡូវនេះបានស្ដាប់ដោយស្ម័គ្រពីចិត្តតាមក្បួននៃលទ្ធិដែលគេបានប្រគល់មកអ្នករាល់គ្នាហើយអ្នករាល់គ្នាបានត្រឡប់ជាបាវបម្រើនៃសេចក្តីសុចរិតវិញដោយទ្រង់បានប្រោសឲ្យរួចពីអំពើបាបហើយខ្ញុំនិយាយតាមបែបមនុស្សលោកដោយព្រោះសេចក្តីកំសោយរបស់សាច់ឈាមនៃអ្នករាល់គ្នាត្បិតដូចជាកាលពីដើមអ្នករាល់គ្នាបានប្រគល់អវយវៈទាំងប៉ុន្មានទៅបម្រើសេចក្តីស្មោកគ្រោកនិងសេចក្តីទទឹងច្បាប់កាន់តែច្រើនឡើងយ៉ាងណាឥឡូវនេះចូលអ្នករាល់គ្នាប្រគល់អវយវៈទាំងអស់នោះទៅបម្រើសេចក្តីសុចរិតវិញប្រយោជន៍ឲ្យបានបរិសុទ្ធយ៉ាងនោះដែរពីព្រោះកាលពីដើមដែលនៅជាបាវបម្រើរបស់អំពើបាបនោះអ្នករាល់គ្នាមិននៅក្នុងអំណាចនៃសេចក្តីសុចរិតទេកាលនោះតើអ្នករាល់គ្នាបានផលអ្វីខ្លះក្នុងអំពើដែលឥឡូវនេះអ្នករាល់គ្នាអៀនខ្មាស់វិញត្បិតទីបំផុតនៃអំពើទាំងនោះជាសេចក្តីស្លាប់តែឥឡូវនេះដែលព្រះបានប្រោសឲ្យរួចពីបាបហើយអ្នករាល់គ្នាបានត្រឡប់ជាបាវបម្រើដល់ទ្រង់នោះអ្នករាល់គ្នាបានផលខាងឯសេចក្តីបរិសុទ្ធវិញហើយទីបំផុតនៃអំពើទាំងនោះគឺជាជីវិតអស់កលជានិច្ចផងត្បិតឈ្នួលរបស់អំពើបាបនោះជាសេចក្តីស្លាប់តែអំណោយទាននៃព្រះវិញគឺជាជីវិតដ៏នៅអកលជានិច្ចដោយព្រះគ្រិស្តយេស៊ូវជាព្រះអម្ចាស់នៃយើងរាល់គ្នាជំពូក7 ឱបងប្អូនអើយតើអ្នករាល់គ្នាមិនដឹងទេឬអីត្បិតខ្ញុំនិយាយនឹងអ្នករាល់គ្នាដែលស្គាល់ក្រឹតវិន័យហើយថាក្រឹតវិន័យមានអំណាចលើមនុស្សដរាបដល់អស់មួយជីវិតពីព្រោះស្ត្រីណាដែលមានប្តីនៅរស់នោះជាប់នឹងប្តីដោយសារក្រឹតវិន័យប៉ុន្តែបើកាលណាប្តីស្លាប់ទៅនោះបានរួចពីច្បាប់របស់ប្តីហើយដូច្នេះកាលប្តីកំពុងរស់នៅឡើយបើស្ត្រីនោះទៅយកប្តីមួយទៀតនោះគេសន្មតហៅថាជាស្រីកំផិតតែបើប្តីស្លាប់ទៅនោះនាងបានរួចពីច្បាប់នោះហើយបានជាទោះបើនាងយកប្តីមួយទៀតក៏មិនបានហៅថាជាស្រីកំផិតឡើយយ៉ាងដូច្នោះបងប្អូនអើយអ្នករាល់គ្នាក៏បានស្លាប់ពីខាងឯក្រឹតវិន័យដែរដោយសាររូបអង្គនៃព្រះគ្រិស្តដើម្បីឲ្យអ្នករាល់គ្នាបានទៅជារបស់ផងអ្នកម្នាក់ទៀតដែលបានរស់ពីស្លាប់ឡើងវិញ
ប្រយោជន៍ឲ្យយើងបានបង្កើតផលថ្វាយព្រះដំណិតកាលយើងនៅខាងសាច់ឈាមនៅឡើយនោះសេចក្តីរំជួលរបស់អំពើបាបដែលកើតដោយនៅក្រឹតវិន័យបានបណ្ដាលឲ្យអស់ទាំងអវយវៈក្នុងរូបកាយរបស់យើងរាល់គ្នាបង្កើតផលដល់សេចក្តីស្លាប់តែឥឡូវនេះយើងបានរួចពីក្រឹតវិន័យហើយដោយបានស្លាប់ក្នុងសេចក្តីដែលឃុំឃាំងយើងទុកប្រយោជន៍ឲ្យយើងបានគោរពប្រតិបត្តិដោយវិញ្ញាណដែលបានកែជាថ្មីវិញមិនមែនតាមតែន័យពាក្យពីបុរាណនោះទៀតឡើយដូច្នេះយើងនឹងថាដូចម្ដេចតើក្រឹតវិន័យជាតួបាបឬអីទេមិនមែនឡើយខ្ញុំមិនបានទាំងស្គាល់បាបផងលើកតែដោយសារក្រឹតវិន័យចេញត្បិតបើសិនជាក្រឹតវិន័យមិនបានថាកុំឲ្យលោភនោះខ្ញុំអត់បានដឹងថាមានសេចក្តីលោភផងឡើយតែកាលអំពើបាបបានឱកាសដោយសារបញ្ញត្តិនោះក៏បង្កើតគ្រប់ទាំងសេចក្តីលោភនៅក្នុងខ្លួនខ្ញុំវិញត្បិតក្រៅពីក្រឹតវិន័យអំពើបាបបានស្លាប់សូន្យតែពីដើមក្រៅពីក្រឹតវិន័យនោះខ្ញុំបានរស់នៅលុះសេចក្តីបញ្ញត្តិបានកើតមកនោះបាបក៏រស់ឡើងឯខ្ញុំក៏ត្រូវស្លាប់វិញហើយខ្ញុំឃើញថាបញ្ញត្តិនោះដែលសម្រាប់ឲ្យមានជីវិតនោះបានឲ្យខ្ញុំត្រូវស្លាប់វិញត្បិតដែលបាបបានឱកាសដោយសារសេចក្តីបញ្ញត្តិនោះក៏មកបញ្ឆោតខ្ញុំព្រមទាំងសម្លាប់ខ្ញុំផងដោយសារបញ្ញត្តិនោះឯងដូច្នេះក្រឹតវិន័យជាបរិសុទ្ធទេហើយសេចក្តីបញ្ញត្តិក៏បរិសុទ្ធសុចរិតល្អដែរចុះសេចក្តីល្អនេះបានប្រែទៅជាឲ្យខ្ញុំស្លាប់ឬអីទេមិនមែនឡើយគឺជាបាបវិញទេតើដែលនាំឲ្យខ្ញុំស្លាប់ដោយសារសេចក្តីល្អនោះដើម្បីឲ្យបាបបានសម្ដែងចេញមកថាជាបាបមែនហើយឲ្យបាបបានត្រឡប់ទៅជាធ្ងន់ក្រៃលែងដោយសារសេចក្តីបញ្ញត្តិនោះផងដើម្បីយើងដឹងថាក្រឹតវិន័យត្រូវខាងវិញ្ញាណតែខ្ញុំនៅខាងសាច់ឈាមវិញដោយបានត្រូវលក់ទៅក្នុងអំណាចរបស់បាបពីព្រោះខ្ញុំមិនដឹងការដែលខ្ញុំប្រព្រឹត្តទេត្បិតខ្ញុំមិនធ្វើការដែលខ្ញុំចង់ធ្វើសោះគឺតែងតែប្រព្រឹត្តការដែលខ្ញុំស្អប់វិញបើសិនជាខ្ញុំតែងតែប្រព្រឹត្តការដែលខ្ញុំមិនចង់ធ្វើនោះខ្ញុំយល់ព្រមថាក្រឹតវិន័យល្អមែនដូច្នេះមិនមែនខ្ញុំដែលធ្វើការនោះទៀតទេគឺជាបាបទេតាដែលនៅក្នុងខ្លួនខ្ញុំវិញត្បិតខ្ញុំដឹងថានៅក្នុងខ្លួនខ្ញុំគឺក្នុងសាច់ឈាមខ្ញុំគ្មានអ្វីល្អទេព្រោះខ្ញុំមានចិត្តចង់ធ្វើល្អជានិច្ចប៉ុន្តែរកធ្វើមិនកើតសោះខ្ញុំមិនប្រព្រឹត្តការល្អដែលខ្ញុំចង់ធ្វើនោះទេតែការអាក្រក់ដែលខ្ញុំមិនចង់ធ្វើនោះបែរជាខ្ញុំធ្វើវិញដូច្នេះបើខ្ញុំប្រព្រឹត្តការដែលខ្ញុំមិនចង់ធ្វើនោះមិនមែនខ្ញុំដែលធ្វើការនោះទៀតទេគឺជាបាបទេតាដែលនៅក្នុងខ្លួនខ្ញុំវិញយ៉ាងនោះខ្ញុំឃើញច្បាប់មួយនេះថាឯខ្ញុំដែលចង់ប្រព្រឹត្តតែសេចក្តីល្អនោះចេះតែមានសេចក្តីអាក្រក់ជាប់នៅនឹងខ្ញុំជានិច្ចត្បិតតាមបែកខាងក្នុងខ្ញុំត្រេកអរចំពោះក្រឹតវិន័យរបស់ព្រះតែខ្ញុំឃើញមានអំណាចមួយទៀតក្នុងអស់ទាំងអវយវៈរបស់រូបកាយខ្ញុំដែលច្បាំងនឹងអំណាចនៃគំនិតខ្ញុំទាំងចាប់នាំខ្ញុំទៅជាប់ក្រោមអំណាចអំពើបាបដែលនៅក្នុងអវយវៈនៃខ្លួនខ្ញុំទាំងប៉ុន្មានផងវេទនាណាស់ខ្ញុំតើអ្នកណានឹងជួយឲ្យខ្ញុំរួចពីតួសេចក្តីស្លាប់នេះទៅបានអរព្រះគុណដល់ព្រះអង្គគឺដោយសារព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងរាល់គ្នាដូច្នេះខ្លួនខ្ញុំគោរពប្រតិបត្តិតាមក្រឹតវិន័យរបស់ព្រះដោយគំនិតខ្ញុំ
តែខាងសាច់ឈាមខ្ញុំនោះតាមច្បាប់របស់អំពើបាបវិញជំពូក8ហេតុនោះនៅជាន់នេះអ្នកណាដែលនៅក្នុងព្រះគ្រិស្តយេស៊ូវនោះគ្មានទោសសោះត្បិតអំណាចរបស់ព្រះវិញ្ញាណនៃជីវិតដែលនៅក្នុងព្រះគ្រិស្តយេស៊ូវនោះបានប្រោសឲ្យខ្ញុំរួចពីអំណាចរបស់អំពើបាបនិងសេចក្តីស្លាប់ហើយពីព្រោះឯការដែលក្រឹតវិន័យធ្វើមិនកើតដោយមានសេចក្តីកំសោយព្រោះសាច់ឈាមនោះព្រះទ្រង់បានធ្វើវិញដោយចាត់ព្រះរាជបុត្រាទ្រង់ឲ្យមកមានរូបអង្គបែបដូចជាសាច់ឈាមដែលតែងតែមានបាបហើយដោយព្រោះអំពើបាបក៏កាត់ទោសអំពើបាបនៅក្នុងសាច់ឈាមដើម្បីឲ្យសេចក្តីដែលក្រឹតវិន័យបង្គាប់មកបានសម្រេចក្នុងខ្លួនយើងរាល់គ្នាដែលមិនដើរតាមសាច់ឈាមគឺដើរតាមព្រះវិញ្ញាណវិញពីព្រោះអស់អ្នកណាដែលតាមសាច់ឈាមនោះគិតតែខាងសាច់ឈាមតែអស់អ្នកណាដែលតាមព្រះវិញ្ញាណនោះគិតតែខាងវិញ្ញាណវិញត្បិតគំនិតខាងសាច់ឈាមនោះជាសេចក្តីស្លាប់ទៅទេឯគំនិតនៃព្រះវិញ្ញាណនោះទើបជាជីវិតនិងសេចក្តីសុខសាន្តវិញព្រោះគំនិតខាងសាច់ឈាមនោះរមែងទាស់ទទឹងនឹងព្រះត្បិតមិនចុះចូលនឹងក្រឹតវិន័យរបស់ព្រះទេក៏ពុំអាចនឹងចុះចូលបានផងពួកអ្នកដែលនៅខាងសាច់ឈាមនោះពុំអាចនឹងគប់ព្រះハរតីដល់ព្រះបានឡើយតែបើសិនជាព្រះវិញ្ញាណនៃព្រះសន្ធិដ្ឋក្នុងខ្លួនអ្នករាល់គ្នានោះអ្នករាល់គ្នាមិននៅខាងសាច់ឈាមទៀតទេគឺនៅខាងវិញ្ញាណវិញប៉ុន្តែបើអ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រិស្តអ្នកនោះមិនមែនជារបស់ផងទ្រង់ទេហើយបើសិនជាព្រះគ្រិស្តសន្ធិដ្ឋក្នុងអ្នករាល់គ្នានោះរូបសាច់បានស្លាប់ដោយព្រោះអំពើបាបមែនតែវិញ្ញាណមានជីវិតវិញដោយព្រោះសេចក្តីសុចរិតមួយទៀតបើព្រះវិញ្ញាណនៃព្រះអង្គដែលបានប្រោសឲ្យព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញទ្រង់សន្ធិដ្ឋក្នុងខ្លួនអ្នករាល់គ្នានោះព្រះអង្គនោះឯងដែលបានប្រោសឲ្យព្រះគ្រិស្តរស់ពីស្លាប់ឡើងទ្រង់នឹងប្រោសរូបកាយនៃអ្នករាល់គ្នាដែលទៀងតែស្លាប់ឲ្យមានជីវិតឡើងដែរដោយសារព្រះវិញ្ញាណទ្រង់ដែលសន្ធិដ្ឋនៅក្នុងខ្លួនអ្នករាល់គ្នាដូច្នេះបងប្អូនអើយយើងមានសេចក្តីជាប់ជំពាក់មិនមែនជំពាក់ចំពោះសាច់ឈាមឲ្យបានរស់តាមសាច់ឈាមនោះទេត្បិតបើសិនជាអ្នករាល់គ្នារស់តាមសាច់ឈាមនោះនឹងត្រូវស្លាប់ទៅតែបើសម្លាប់អំពើរបស់រូបសាច់ចេញដោយសារព្រះវិញ្ញាណនោះអ្នករាល់គ្នានឹងបានរស់វិញហើយអស់អ្នកណាដែលព្រះវិញ្ញាណនៃព្រះទ្រង់នាំអ្នកទាំងនោះហើយជាពួកកូនរបស់ព្រះអ្នករាល់គ្នាមិនបានទទួលនិស្ស័យជាបើកបម្រើឲ្យត្រូវភ័យខ្លាចទៀតឡើយគឺបានទទួលនិស្ស័យជាកូនចិញ្ចឹមវិញដោយហេតុនោះបានជាយើងស្រែកឡើងថាអូអាប់បាព្រះវរបិតាអើយហើយព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថាយើងជាកូនរបស់ព្រះបើសិនណាជាកូនព្រះហើយនោះយើងក៏បានគ្រងមរតកដែរគឺជាអ្នកគ្រងមរតកនៃព្រះជាមួយនឹងព្រះគ្រិស្តផងឲ្យតែយើងទទួលរងទុក្ខជាមួយនឹងទ្រង់ចុះដើម្បីឲ្យបានដំកើងឡើងជាមួយនឹងទ្រង់ដែរខ្ញុំរាប់អស់ទាំងសេចក្តីទុក្ខលំបាកនៅជន់នេះថាជាសេចក្តីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អដែលនឹងបើកសម្ដែងមកឲ្យយើងរាល់គ្នាឃើញនោះទេត្បិតសេចក្តីទន្ទឹងរបស់ជីវិតទាំងឡាយនោះរងចាំតែពួកកូនរបស់ព្រះលេចមកឲ្យឃើញប៉ុណ្ណោះទេពីព្រោះជីវិតទាំងឡាយបានត្រូវចុះចូលនឹងសេចក្តីឥតប្រយោជន៍
តែមិនមែនដោយស្ម័គ្រពីចិត្តគឺដោយព្រោះព្រះអង្គដែលទ្រង់បញ្ចុះបញ្ចូលវិញដោយសង្ឃឹមថាជីវិតទាំងនោះឯងនឹងបានរួចពីចំណងនៃសេចក្តីពុករលួយឲ្យបានសេរីភាពនៃសេរីល្អរបស់ពួកកូនព្រះវិញត្បិតយើងដឹងថាជីវិតទាំងឡាយក៏ធ្ងោហើយឈឺចាប់ជាមួយគ្នាដល់រាបដល់គ្រាឥឡូវនេះមិនតែប៉ុណ្ណោះសោតខ្លួនយើងរាល់គ្នាដែលមានផលជាដំបូងរបស់ព្រះវិញ្ញាណក៏ធ្ងោក្នុងខ្លួនដែរទាំងរង់ចាំទំរាំការទទួលជាកូនចិញ្ចឹមគឺជាសេចក្តីប្រោសលោះដល់រូបកាយយើងផងដើម្បីយើងបានសង្គ្រោះរួចដោយសេចក្តីសង្ឃឹមតែសេចក្តីសង្ឃឹមដែលមើលឃើញនោះមិនឈ្មោះថាជាសេចក្តីសង្ឃឹមទេត្បិតរបស់អ្វីដែលអ្នកណាមើលឃើញហើយនោះនឹងសង្ឃឹមចង់បានធ្វើអ្វីទៀតតែបើយើងសង្ឃឹមនឹងបានអ្វីដែលមើលមិនឃើញវិញនោះយើងនឹងរង់ចាំនៅដោយអំណត់ព្រះវិញ្ញាណទ្រង់ក៏ជួយសេចក្តីកំសោយរបស់យើងបែបដូច្នោះដែរត្បិតយើងមិនដឹងជាគួរអធិដ្ឋានសូមអ្វីទេតែព្រះវិញ្ញាណទ្រង់ជួយអង្វរជំនួសយើងដោយដំងោដែលរកថ្លែងពុំបានវិញប៉ុន្តែព្រះអង្គដែលស្ទង់ចិត្តទ្រង់ជ្រាបនៅគំនិតនៃព្រះវិញ្ញាណត្បិតព្រះវិញ្ញាណជួយអង្វរជួសពួកបរិសុទ្ធឲ្យត្រូវនឹងព្រះហឫទ័យព្រះតែយើងដឹងថាគ្រប់ការទាំងអស់ផ្សំគ្នាសម្រាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះគឺដល់ពួកអ្នកដែលទ្រង់ហៅមកតាមព្រះតម្រិះទ្រង់ត្បិតអ្នកណាដែលទ្រង់បានស្គាល់ជាមុននោះទ្រង់ក៏តម្រូវទុកជាមុនឲ្យបានត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រាទ្រង់ដើម្បីឲ្យព្រះរាជបុត្រាបានធ្វើជាបងច្បងគេក្នុងពួកបងប្អូនជាច្រើនឯពួកអ្នកដែលទ្រង់បានតម្រូវទុកជាមុននោះទ្រង់ក៏ហៅហើយពួកអ្នកដែលទ្រង់បានហៅនោះទ្រង់ក៏រាប់ទុកជាសុចរិតហើយពួកអ្នកដែលទ្រង់បានរាប់ជាសុចរិតនោះទ្រង់ក៏បានដំកើងឡើងដែរដូច្នេះយើងនឹងថ្លែងប្រាប់ពីសេចក្តីទាំងនេះថាដូចម្ដេចបើសិនជាព្រះកាន់ខាងយើងតើអ្នកណាអាចទាស់នឹងយើងបានឯព្រះអង្គដែលមិនបានសំចៃទុកនៅព្រះរាជបុត្រាទ្រង់បង្កើតគឺបានបញ្ជូនទ្រង់ទៅជំនួសយើងរាល់គ្នានោះតើមានទំនងអ្វីឲ្យទ្រង់មិនប្រទានគ្រប់ទាំងអស់មកយើងជាមួយនឹងព្រះរាជបុត្រាទ្រង់នោះផងតើអ្នកណានឹងចោទប្តឹងពីពួករើសតាំងរបស់ព្រះបានត្បិតគឺជាព្រះហើយដែលទ្រង់រាប់គេជាសុចរិតតើអ្នកណានឹងកាត់ទោសគេបានត្បិតព្រះគ្រឹះទ្រង់បានសុគតជំនួសគេហើយតែដែលថាទ្រង់រស់ឡើងវិញនោះមានទំនងជាងទ្រង់ក៏គង់នៅខាងស្ដាំនៃព្រះហើយជាអ្នកអង្វរជំនួសយើងរាល់គ្នាដែរតើអ្នកណានឹងពង្រត់យើងចេញពីសេចក្តីស្រឡាញ់របស់ផងព្រះគ្រឹះបានតើសេចក្តីទុក្ខលំបាកឬសេចក្តីវេទនាសេចក្តីបៀតបៀនសេចក្តីអត់ឃ្លានសេចក្តីអាក្រាតសេចក្តីអន្តរាយឬដាវឬអីដូចមានសេចក្តីចែងទុកមកថាយើងខ្ញុំត្រូវគេសម្លាប់វល់ព្រឹកវល់ល្ងាចដោយយល់ដល់ទ្រង់គេរាប់យើងទុកដូចជាជាមដែលសម្រាប់សម្លាប់ទេគឺក្នុងសេចក្តីទាំងនោះយើងខ្ញុំវិសេសលើសជាងអ្នកដែលមានជ័យជំនះទៅទៀតដោយសារព្រះអង្គដែលទ្រង់ស្រឡាញ់យើងដើម្បីខ្ញុំជឿជាក់ថាទោះស្លាប់ឬរស់ពួកទេវតាឬអំណាចអ្វីការអ្វីនៅជាន់នេះឬទៅមុខឬឥទ្ធិឫទ្ធិអ្វីទីមានកម្ពស់
ទីជម្រៅឬរបស់អ្វីដែលកើតមកឯទៀតក្តីនោះពុំអាចនឹងពង្រត់យើងចេញពីសេចក្តីស្រឡាញ់របស់ព្រះដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅបានឡើយជំពូក9ខ្ញុំនិយាយសេចក្តីពិតដោយនៅព្រះគ្រិស្តខ្ញុំមិនភូតកុហកទេបញ្ញាចិត្តខ្ញុំក៏ធ្វើបន្ទាល់ជាមួយនឹងខ្ញុំដោយនៅព្រះវិញ្ញាណបរិសុទ្ធផងថាខ្ញុំមានសេចក្តីទុក្ខសោកជាខ្លាំងនិងសេចក្តីព្រួយលំបាកក្នុងចិត្តជានិច្ចត្បិតខ្ញុំស្ទើរតែនឹងសូមឲ្យព្រះគ្រិស្តដាក់បណ្ដាសាខ្ញុំវិញជំនួសបងប្អូនជាញាតិសន្តានរបស់ខ្ញុំខាងឯសាច់ឈាមគឺជាសាសអ៊ីស្រាអែលដែលគេបានការចិញ្ចឹមជាកូនព្រះនិងសិរីល្អសេចក្តីសញ្ញាការប្រទានក្រឹតវិន័យរបៀបថ្វាយបង្គំនិងសេចក្តីសន្យាជារបស់ផងខ្លួនព្រមទាំងពួកអាយកោផងហើយព្រះគ្រិស្តក៏បានកើតពីពួកគេខាងឯសាច់ឈាមដែរដែលទ្រង់ខ្ពស់លើសទាំងអស់ជាព្រះដ៏មានពរអកលជានិច្ចអាមែនប៉ុន្តែមិនមែនថាព្រះបន្ទូលទុច្ចអនោះទេត្បិតមិនមែនអស់អ្នកដែលកើតក្នុងសាសអ៊ីស្រាអែលជាសាសអ៊ីស្រាអែលពិតនោះឡើយក៏មិនមែនជាកូនលោកអាប់រ៉ាហាំទាំងអស់គ្នាដោយព្រោះតែជាពូជលោកនោះដែរតែមានសេចក្តីចែងទុកមកថាពូជឯងនឹងបានរាប់ពីអ៊ីសាក់មកគឺថាមិនមែនកូនខាងសាច់ឈាមដែលជាកូនរបស់ព្រះនោះទេឯកូនខាងឯសេចក្តីសន្យានោះទើបបានរាប់ជាពូជវិញបិទសេចក្តីសន្យានោះគឺជាព្រះបន្ទូលនេះដែលថាអញនឹងមកវិញតាមកំណត់នេះនោះសារ៉ានឹងមានកូនមិនតែប៉ុណ្ណោះសោតរេបេកាក៏មានផ្ទៃពោះនឹងមនុស្សម្នាក់ដែរគឺអ៊ីសាក់ជាអាយកោនៃយើងរាល់គ្នាគ្រាដែលកូនមិនទាន់កើតមកនៅឡើយហើយមិនទាន់ធ្វើការល្អឬអាក្រក់អ្វីនោះព្រះទ្រង់មានបន្ទូលប្រាប់នាងថាកូនច្បងនឹងត្រូវបម្រើប្អូនដូចមានសេចក្តីចាញ់ទុកមកថាអញបានស្រឡាញ់យ៉ាកុបតែស្អប់អេសាវវិញគឺដើម្បីឲ្យព្រះតម្រិះរបស់ព្រះខាងឯសេចក្តីរើសតាំងបានជាប់នៅមិនមែនដោយអាងការប្រព្រឹត្តទេគឺដោយអាងព្រះដែលទ្រង់ហៅវិញដូច្នេះយើងនឹងថាដូចម្ដេចតើព្រះមានសេចក្តីទុច្ចរិតឬអីទេគ្មានសោះត្បិតទ្រង់មានបន្ទូលទៅលោកម៉ូសេថាអញនឹងផ្សាយសេចក្តីមេត្តាករុណាដល់អ្នកណាដែលអញមេត្តាករុណាក៏នឹងមានសេចក្តីក្ដួលអាណិតដល់អ្នកណាដែលអញក្ដួលអាណិតដូច្នេះមិនសម្រេចនឹងអ្នកណាដែលចង់បានឬនឹងអ្នកណាដែលខំរត់តាមនោះទេគឺស្រេចនឹងព្រះដែលមានសេចក្តីមេត្តាករុណាវិញត្បិតមានបទគម្ពីរសម្ដែងដល់ផារ៉ោនថាអញបានតាំងឯងឡើងសម្រាប់ការនេះឯងគឺដើម្បីសម្ដែងឫទ្ធិបារមីអញក្នុងខ្លួនឯងប្រយោជន៍ឲ្យគេប្រកាសប្រាប់ពីឈ្មោះអញទូទៅពេញលើផែនដីដូច្នេះទ្រង់តែងផ្សាយមេត្តាករុណាដល់អ្នកណាតាមព្រះハរតីហើយទ្រង់ធ្វើឲ្យអ្នកណារឹងទទឹងក៏តាមតែព្រះハរតីដែរដូច្នេះអ្នកនឹងសួរខ្ញុំថាហេតុអ្វីបានជាទ្រង់នៅតែបន្ទោសទៀតដំណើរតើអ្នកណាបានទទឹងនឹងព្រះハរតីទ្រង់ប៉ុន្តែអោមនុស្សអើយតើអ្នកជាអ្វីដែលហ៊ានឆ្លើយទាស់នឹងព្រះដូច្នេះតើរបស់ដែលជាងស្មូនបានសូនធ្វើហើយនឹងនិយាយទៅជាងនោះថាហេតុអ្វីបានជាសូនធ្វើអញដូច្នេះឬអី
តែជាងស្មូនគ្មានអំណាចលើដីឥដ្ឋនឹងយកដីឥដ្ឋដដែលធ្វើជាវត្ថុមួយសម្រាប់ការដ៏ប្រសើរហើយមួយទៀតសម្រាប់ការមិនប្រសើរទេឬអីចុះបើសិនជាព្រះទ្រង់ចង់សម្ដែងសេចក្តីក្រោធព្រមទាំងបើកឲ្យស្គាល់ព្រះចេស្តាដល់គ្រឿងប្រដាប់គួរនឹងក្រោធដែលរៀបចំឡើងសម្រាប់តែត្រូវបំផ្លាញដូច្នេះដែលទ្រង់ទ្រាំទ្រដោយអំណត់ជាយូរមកហើយបើទ្រង់ចង់បើកឲ្យពួកគ្រឿងប្រដាប់ដែលគួរនឹងសេចក្តីមេត្តាករុណាដែលទ្រង់បានរៀបចំជាមុនបានស្គាល់សេចក្តីវិសេសនៃសិរីល្អដ៏បរិបូរណ៍របស់ទ្រង់វិញគឺយើងរាល់គ្នាដែលទ្រង់បានហៅមកមិនមែនពីសាសយូដាតែប៉ុណ្ណោះគឺពីសាសដទៃផងនោះធ្វើដូចម្ដេចទៅដូចមានសេចក្តីចែងទុកក្នុងគម្ពីរហូសេសម្ដែងមកថាអញនឹងហៅសាសនោះដែលមិនមែនជារាជអញថាជារាជអញវិញហើយអ្នកនោះដែលមិនមែនជាស្ងួនភ្ងាថាជាស្ងួនភ្ងាដែរដូច្នេះនៅកន្លែងដែលបានសម្ដែងថាឯងរាល់គ្នាមិនមែនជារាជអញទេត្រង់កន្លែងនោះឯងនឹងហៅគេថាជាកូនរបស់ព្រះដ៏មានព្រះជន្មរស់នៅវិញឯហោរ៉ាអេសាយលោកក៏បន្លឺឡើងពីដំណើរសាសអ៊ីស្រាអែលថាទោះបើជនជាតិអ៊ីស្រាអែលមានចំនួនច្រើនដូចខ្សាច់នៅមាត់សមុទ្រក៏ដោយគង់តែនឹងបានសង្គ្រោះតែសំណល់ដែលសល់ទេដំណិតការនោះកំពុងតែបង្ហើយបង្រួមជាខ្លីដោយសេចក្តីសុចរិតពីព្រោះព្រះអម្ចាស់ទ្រង់នឹងកាត់ការនោះយ៉ាងខ្លីនៅលើផែនដីដូចជាលោកអេសាយបានទាយទុកមកអំពីមុនថាបើសិនណាជាព្រះអម្ចាស់នៃពួកពលបរិវារទ្រង់មិនបានទុកពូជឲ្យយើងនោះយើងនឹងបានត្រឡប់ដូចជាក្រុងសូដុំហើយដូចជាក្រុងកូម៉ូរ៉ាដែរដូច្នេះតើយើងនឹងថាដូចម្ដេចគឺត្រូវថាសាសដទៃដែលមិនដេញតាមសេចក្តីសុចរិតនោះបានទាន់សេចក្តីសុចរិតនោះហើយគឺជាសេចក្តីសុចរិតដែលមកដោយសារសេចក្តីជំនឿតែឯសាសអ៊ីស្រាអែលវិញដែលគេដេញតាមក្រឹតវិន័យដ៏សុចរិតនោះគេមិនបានទាន់ក្រឹតវិន័យដ៏សុចរិតទេតែដោយហេតុអ្វីគឺដោយព្រោះតែគេរកដោយអាងការគេប្រព្រឹត្តមិនមែនដោយសេចក្តីជំនឿទេដើម្បីគេបានជំពប់នឹងថ្មជំពប់នោះដូចមានសេចក្តីចែងទុកមកថាមើលអញដាក់ថ្មជំពប់មួយគឺជាថ្មដាបង្អាក់បង្អន់ចិត្តនៅក្រុងស៊ីយ៉ូនអស់អ្នកណាដែលជឿដល់ថ្មនោះនឹងគ្មានហេតុនាំឲ្យខ្មាស់ឡើយជំពូក10បងប្អូនអើយបំណងចិត្តខ្ញុំនិងសេចក្តីដែលខ្ញុំអង្វរដល់ព្រះឲ្យសាសអ៊ីស្រាអែលនោះគឺឲ្យគេបានសង្គ្រោះដើម្បីខ្ញុំធ្វើបន្ទាល់ពីគេថាគេមានសេចក្តីឧស្សាហ៍ដល់ព្រះប៉ុន្តែមិនមែនដោយប្រាជ្ញាទេពីព្រោះគេមិនបានចុះចូលតាមសេចក្តីសុចរិតនៃព្រះដោយគេរកតាំងសេចក្តីសុចរិតរបស់ខ្លួនគេឥតស្គាល់សេចក្តីសុចរិតរបស់ទ្រង់ឡើយដើម្បីព្រះគ្រិស្តជាចុងបំផុតនៃក្រឹតវិន័យសម្រាប់ជាសេចក្តីសុចរិតដល់អស់អ្នកណាដែលជឿលោកម៉ូសេបានចែងពីសេចក្តីសុចរិតដែលមកដោយសារក្រឹតវិន័យថាមនុស្សណាដែលបានប្រព្រឹត្តតាមសេចក្តីទាំងនោះនឹងរស់នៅដោយសារការខ្លួនប្រព្រឹត្តនោះឯងតែសេចក្តីសុចរិតដែលមកដោយសេចក្តីជំនឿនោះថាដូច្នេះវិញគឺកុំឲ្យគិតក្នុងចិត្តថា
តើអ្នកណានឹងឡើងទៅឯឋានសួគ៌គឺដើម្បីនឹងនាំព្រះគ្រិស្តចុះមកឬតើអ្នកណានឹងចុះទៅក្នុងជង្ហុកធំគឺដើម្បីនឹងនាំព្រះគ្រិស្តពីពួកស្លាប់ឡើងមកនោះឡើយតែសេចក្តីសុចរិតនោះតើថាដូចម្ដេចនោះថាព្រះបន្ទូលនៅចិត្តឯងក៏នៅក្នុងមាត់ហើយក្នុងចិត្តឯងផងនោះគឺជាព្រះបន្ទូលនៃសេចក្តីជំនឿដែលយើងខ្ញុំកំពុងតែប្រកាសប្រាប់ថាបើមាត់អ្នកនឹងទទួលថ្លែងប្រាប់ពីព្រះអម្ចាស់យេស៊ូវហើយអ្នកជឿក្នុងចិត្តថាព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញនោះអ្នកនឹងបានសង្គ្រោះពិតត្បិតយើងបានសុចរិតដោយមានចិត្តជឿហើយក៏បានសង្គ្រោះដោយមាត់ទទួលថ្លែងប្រាប់ពីព្រោះគម្ពីរថាអស់អ្នកណាដែលជឿដល់ទ្រង់នោះនឹងគ្មានហេតុនាំឲ្យខ្មាស់ឡើយហើយសាសយូដានិងសាសក្រិចមិនខុសអំពីគ្នាឡើយត្បិតព្រះអម្ចាស់ដដែលនៃគ្រប់គ្នាទ្រង់មានជាបរិបូរណ៍សម្រាប់អស់អ្នកណាដែលអំពាវនាវរកទ្រង់ហើយគ្រប់គ្នាគឺអស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់នោះនឹងបានសង្គ្រោះដូច្នេះបើគេមិនជឿធ្វើដូចម្ដេចឲ្យគេអំពាវនាវដល់ព្រះបានហើយបើគេមិនបានឮនិយាយនោះធ្វើដូចម្ដេចឲ្យគេជឿដល់ព្រះបានហើយធ្វើដូចម្ដេចឲ្យគេឮនិយាយបានបើគ្មានអ្នកណាប្រាប់សោះមួយទៀតធ្វើដូចម្ដេចឲ្យមានអ្នកណាប្រាប់បានលើកតែមានអ្នកណាចាត់ឲ្យគេទៅដូចជាមានសេចក្តីចែងទុកមកថាជើងនៃពួកអ្នកដែលប្រកាសប្រាប់ដំណឹងល្អពីសេចក្តីសុខសាន្តហើយថ្លែងប្រាប់ពីសេចក្តីដែលបណ្ដាលឲ្យរីករាយចិត្តនោះល្អប្រពៃយ៉ាងណាណោះប៉ុន្តែគេមិនបានស្ដាប់តាមដំណឹងល្អទាំងអស់គ្នាទេត្បិតលោកអេសាយមានប្រសាសន៍ថាឱព្រះអម្ចាស់អើយតើមានអ្នកណាខ្លះបានជឿសេចក្តីដែលយើងខ្ញុំប្រាប់ដូច្នេះសេចក្តីជំនឿកើតឡើងដោយឮហើយដែលឮនោះគឺដោយសារព្រះបន្ទូលនៃព្រះតែខ្ញុំសួរថាតើគេមិនបានឮទេឬអីបានឮមែនសំឡេងនោះបានចេញទៅដល់គ្រប់លើផែនដីហើយពាក្យនោះបានឮទៅដល់ចុងលោកីយ៍បំផុតប៉ុន្តែខ្ញុំសួរទៀតថាតើសាសអ៊ីស្រាអែលមិនបានដឹងទេឬអីលោកម៉ូសេមានប្រសាសន៍ជាមុនថាអញនឹងបណ្ដាលឲ្យឯងរាល់គ្នាមានចិត្តច្រណែនដោយសារពួកមនុស្សដែលមិនមែនជាសាសនាទេហើយនាំឲ្យឯងខឹងដោយសារសាសមួយដែលឥតប្រាជ្ញាលោកអេសាយក៏មានចិត្តក្លាហានណាស់និងមានប្រសាសន៍ថាពួកអ្នកដែលមិនស្វែងរកអញនោះបានឃើញអញហើយអញបានសំដែងមកច្បាស់ឲ្យពួកអ្នកដែលមិនសួររកអញបានឃើញក៏មានប្រសាសន៍ពីដំណើរសាសអ៊ីស្រាអែលថាអញបានលូកដៃអញវាល់ព្រឹកវាល់ល្ងាចទៅឯសាសមួយដែលមិនស្ដាប់បង្គាប់ហើយចេះតែនិយាយទាស់ទទឹងជំពូក11ដូច្នេះខ្ញុំសួរថាតើព្រះបានបោះបង់ចោលរាជទ្រង់ឬអីទេមិនមែនទេត្បិតខ្លួនខ្ញុំជាសាសអ៊ីស្រាអែលដែរគឺជាពូជលោកអាប់រ៉ាហាំកើតក្នុងពូជអម្បូរប៊ែនចាមីនព្រះទ្រង់មិនបានបោះបង់ចោលរាជទ្រង់ដែលទ្រង់ស្គាល់ជាមុននោះទេតើអ្នករាល់គ្នាមិនដឹងរឿងពីលោកអេលីយ៉ាដែលគម្ពីរថាដូចម្ដេចទេឬអីគឺដែលលោកអង្វរដល់ព្រះទាស់នឹងសាសអ៊ីស្រាអែលថា
អោព្រះអម្ចាស់អើយគេបានសម្លាប់ពួកហោរាទ្រង់ហើយរំលំអាសនៈទាំងប៉ុន្មានរបស់ទ្រង់មានសល់តែទូលបង្គំមួយហើយគេរកសម្លាប់ទូលបង្គំទៀតប៉ុន្តែព្រះទ្រង់ឆ្លើយនឹងលោកយ៉ាងដូចម្ដេចគឺឆ្លើយថាអញបានទុកមនុស្ស 7,000 នាក់សម្រាប់អញដែលមិនបានលុតជង្គង់នៅមុខព្រះបាលសោះដូច្នេះសពថ្ងៃនេះក៏មានសំណល់សល់ដែលទ្រង់បានរើសតាំងដោយព្រះគុណដែរហើយបើសិនជាដោយសារព្រះគុណពិតនោះមិនមែនដោយអាងការប្រព្រឹត្តទៀតទេពុំនោះព្រះគុណមិនមែនជាព្រះគុណទៀតតែបើដោយអាងការប្រព្រឹត្តមែននោះមិនមែនដោយព្រះគុណទៀតពុំនោះការប្រព្រឹត្តមិនមែនជាការប្រព្រឹត្តទៀតទេដូច្នេះតើដូចម្ដេចគឺថាសេចក្តីដែលសាសអ៊ីស្រាអែលស្វែងរកនោះគេរកមិនបានទេតែពួករើសតាំងរកបានសេចក្តីនោះវិញហើយពួកអ្នកឯទៀតត្រូវមានចិត្តរឹងរូសដូចមានសេចក្តីចែងទុកមកថាព្រះទ្រង់បានប្រទានឲ្យគេមានវិញ្ញាណរលាវភ្នែកដែលមើលមិនឃើញនិងត្រចៀកដែលស្ដាប់មិនឮដរាបមកដល់សព្វថ្ងៃនេះលួងដាវីតក៏មានបន្ទូលថាឲ្យតុកគេត្រឡប់ទៅជាអង្គប់ហើយជាអន្ទាក់ដល់គេចុះគឺជាហេតុឲ្យវិនាសរវាទចិត្តហើយជាសំណងដល់គេដែរឲ្យភ្នែកគេត្រូវងងឹតមិនឲ្យឃើញឡើយហើយឲ្យខ្នងគេត្រូវបង្កោងជានិច្ចផងដូច្នេះខ្ញុំសួរថាតើគេបានជំពប់ឲ្យគ្រាន់តែដួលប៉ុណ្ណោះឬអីទេមិនមែនឡើយគឺដោយសារការដួលរបស់គេបានជាមានសេចក្តីសង្គ្រោះផ្សាយទៅដល់ពួកសាសដទៃវិញដើម្បីបណ្ដាលឲ្យគេច្រណែនដូច្នេះបើការដួលរបស់គេជាសេចក្តីចម្រើនដល់លោកីហើយសេចក្តីខ្វះមិនពេញខ្នាតរបស់គេជាសេចក្តីចម្រើនដល់ពួកសាសដទៃវិញនោះតើសេចក្តីពេញខ្នាតរបស់គេនឹងបានលើសជាងយ៉ាងណាទៅខ្ញុំនិយាយនឹងអ្នករាល់គ្នាដែលជាសាសដទៃហើយពីព្រោះខ្ញុំជាសាវកដល់សាសដទៃបានជាខ្ញុំដំកើងដល់ការងារខ្ញុំដើម្បីនឹងបណ្ដាលសាច់ញាតិខ្ញុំឲ្យមានសេចក្តីច្រណែនហើយនឹងជួយសង្គ្រោះអ្នកខ្លះក្នុងពួកគេបើសិនជាបានត្បិតបើសិនជាការបោះបង់ចោលគេនោះជាសេចក្តីមេត្រីដល់លោកីដូច្នេះនោះតើការទទួលគេនឹងបានជាអ្វីបើមិនមែនជាជីវិតរស់ពីស្លាប់ឡើងវិញបើម្សៅមួយក្តាប់មុនដំបូងជាបរិសុទ្ធនោះដុំទាំងមូលក៏បរិសុទ្ធហើយបើឫសបរិសុទ្ធនោះមែកក៏បរិសុទ្ធដែរប៉ុន្តែបើមែកខ្លះត្រូវកាច់ចេញហើយអ្នកឯងដែលជាដើមអូលីវព្រៃបានត្រូវបំបៅកណ្ដាលមែកទាំងនោះទាំងត្រឡប់ទៅជាស្រូបជាតិឫសនៃដើមអូលីវស្រុកជាមួយនឹងមែកឯទៀតនោះកុំឲ្យអួតនឹងមែកទាំងនោះឡើយតែបើអ្នកអួតនឹងគេនោះត្រូវដឹងថាមិនមែនអ្នកដែលចិញ្ចឹមឫសទេគឺឫសទេតាដែលចិញ្ចឹមអ្នកវិញដូច្នេះអ្នកនឹងប្រកែកថាមែកទាំងនោះត្រូវកាច់ចេញដើម្បីនឹងបំបៅខ្ញុំវិញត្រូវហើយគេត្រូវកាច់ចេញដោយព្រោះមិនជឿហើយដែលអ្នកជាប់នៅគឺដោយសារសេចក្តីជំនឿដូច្នេះកុំឲ្យឆ្មាំងឆ្មៃឡើយចូលភ័យខ្លាចវិញពីព្រោះបើព្រះទ្រង់មិនបានសំចៃទុកនៅមេឃកំណើតនោះក្រែងមិនសំចៃទុកអ្នកដែរដូច្នេះចូលមើលសេចក្តីសប្បុរសនិងសេចក្តីព្រឹត្តព្រាបនៃព្រះគឺទ្រង់
ព្រឹត្តនឹងពួកអ្នកដែលដួលតែសប្បុរសនឹងអ្នកវិញបានអ្នកនៅជាប់នឹងសេចក្តីសប្បុរសនោះពុំនោះអ្នកនឹងត្រូវកាត់ចេញដែរហើយមេឃកំណើតទាំងនោះដែរបើគេលះសេចក្តីមិនជឿចោលចេញនោះនឹងបំបៅគេវិញត្បិតព្រះទ្រង់អាចនឹងភ្ជាប់ជាតិវិញបានពីព្រោះបើសិនជាអ្នកត្រូវកាត់ចេញពីដើមអូលីវព្រៃពីកំណើតហើយបានបំបៅជាប់នឹងដើមអូលីវស្រុកខុសពីធម្មតានោះតើមេឃកំណើតទាំងនោះនឹងបានបំបៅជាប់នឹងគល់កំណើតរបស់វាលើសជាងអំបាលម៉ានទៅទៀតបងប្អូនអើយខ្ញុំមិនចង់ឲ្យអ្នករាល់គ្នានៅល្ងងខាងឯសេចក្តីអាចកំបាំងនេះទេក្រែងអ្នករាល់គ្នាទុកចិត្តថាខ្លួនមានប្រាជ្ញាគឺចង់ឲ្យដឹងថាសាសអ៊ីស្រាអែលកើតមានសេចក្តីរឹងរពឹងប៉ុន្មានភាគនេះទៅហើយទាល់តែសាសដទៃទាំងប៉ុន្មានបានចូលជឿគ្រប់ចំនួននោះសាសអ៊ីស្រាអែលទាំងអស់គ្នានឹងបានសង្គ្រោះជាក្រោយដូចជាមានសេចក្តីចែងទុកមកថាមានព្រះដ៏ប្រោសឲ្យរួចទ្រង់នឹងចេញពីស៊ីយ៉ូនមកទ្រង់នឹងបង្វែរសេចក្តីថ្មិលល្មើសពីយ៉ាកុបទៅនោះហើយជាសេចក្តីសញ្ញាដែលអញតាំងនឹងគេក្នុងកាលដែលអញបានដោះបាបគេចេញហើយខាងឯដំណឹងល្អគេជាខ្មាំងសត្រូវដើម្បីប្រយោជន៍ដល់អ្នករាល់គ្នាតែត្រង់សេចក្តីរើសតាំងនោះគេជាស្ងួនភ្ងាវិញដោយព្រោះពួកអាយកោត្បិតព្រះទ្រង់មិនដែលស្ដាយអំណោយទានទ្រង់ឬការដែលទ្រង់ហៅមនុស្សណានោះឡើយពីព្រោះដូចជាកាលពីដើមអ្នករាល់គ្នាមិនបានស្ដាប់បង្គាប់ព្រះតែឥឡូវនេះទ្រង់បានផ្ដល់សេចក្តីមេត្តាករុណាដល់អ្នករាល់គ្នាដោយព្រោះពួកនោះមិនស្ដាប់បង្គាប់វិញដូច្នេះដែលគេមិនស្ដាប់បង្គាប់នៅជាន់នេះនោះគឺដើម្បីឲ្យគេបានទទួលសេចក្តីមេត្តាករុណាដោយសារសេចក្តីមេត្តាករុណាដែលទ្រង់បានផ្ដល់មកអ្នករាល់គ្នាដូច្នោះដែរត្បិតព្រះទ្រង់បានបង្ខាំងទាំងអស់គ្នាទុកក្នុងសេចក្តីមិនស្ដាប់បង្គាប់ដើម្បីឲ្យបានសម្ដែងនៅសេចក្តីមេត្តាករុណាដល់គ្រប់គ្នាអើណូប្រាជ្ញានិងចំណេះដ៏បរិបូរណ៍របស់ព្រះជ្រៅណាស់តើឯព្រះតម្រេះរបស់ទ្រង់តើមានអ្នកណានឹងស្ទង់បានហើយផ្លូវទ្រង់តើមានអ្នកណានឹងរកតាមបានតើអ្នកណាបានស្គាល់គំនិតនៃព្រះអម្ចាស់ឬធ្វើជាអ្នកជួយគំនិតទ្រង់បានតើអ្នកណាបានថ្វាយដល់ទ្រង់ជាមុននោះនឹងបានប្រគល់មកអ្នកនោះវិញត្បិតរបស់សពសារពើបានកើតមកពីទ្រង់ដោយសារទ្រង់ហើយសម្រាប់ទ្រង់សូមឲ្យទ្រង់បានសិរីល្អនៅអកលជានិច្ចអាមែនជំពូក12ដូច្នេះបងប្អូនអើយខ្ញុំទូន្មានអ្នករាល់គ្នាដោយសេចក្តីមេត្តាករុណានៃព្រះឲ្យបានថ្វាយរូបកាយទុកជាយ៉ាញ់បូជារស់ហើយបរិសុទ្ធដែលគប់ព្រះハរតីដល់ព្រះជាការគោរពនៃអ្នករាល់គ្នាដែលមានទំនងកុំឲ្យត្រាប់តាមសម័យនេះឡើយចូលឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញដោយគំនិតបានកែជាថ្មីឡើងដើម្បីនឹងអាចលមើលឲ្យបានស្គាល់បំណងព្រះハរតីនៃព្រះដែលល្អស្រួលទទួលហើយគ្រប់លក្ខផងត្បិតខ្ញុំនិយាយនឹងមនុស្សទាំងអស់ក្នុងពួកអ្នករាល់គ្នាដោយព្រះគុណដែលទ្រង់បានផ្ដល់មកខ្ញុំថាចូលគិតបែបឲ្យមានគំនិតនឹងថឹងតាមຂ្នាតនៃសេចក្តីជំនឿដែលព្រះបានចែកមកអ្នករាល់គ្នានិមួយៗកុំឲ្យមានគំនិតខ្ពស់លើសជាងគំនិតដែលគួរគប្បីឲ្យគិតនោះឡើយ
Đâm bắt đàn dương ra khnia miên ạ vẹ dẹ vẹ chì tránរួមគ្នាជារូបកាយតែមួយតែអវយវៈទាំងនោះមានការងារផ្សេងពីគ្នាជាយ៉ាងណានោះយើងដែលមានគ្នាច្រើនក៏ជារូបកាយតែមួយក្នុងព្រះគ្រឹះហើយជាអវយវៈដល់គ្នានឹងគ្នាបែបយ៉ាងនោះដែរដូច្នេះដែលមានអំណោយទានផ្សេងពីគ្នាតាមព្រះគុណដែលផ្ដល់មកយើងទោះបើជាសេចក្តីទំនាយនោះក៏ត្រូវទាយតាមຂະຫນາດនៃសេចក្តីជំនឿឬបើជាការបំរើនោះចូលបំរើចុះឬជាការបង្រៀនចូលបង្រៀនទៅឬជាការទូន្មានចូលទូន្មានទៅឬជាការចែកទានចូលចែកដោយចិត្តស្មោះឬជាការនាំមុខចូលធ្វើដោយឧស្សាហ៍ឬការមេត្តាករុណាក៏ចូលធ្វើដោយរីករាយចុះចូលឲ្យមានសេចក្តីស្រឡាញ់ឥតពុតមាយាទាំងខ្ពើមសេចក្តីអាក្រក់ហើយកាន់ខ្ជាប់ខាងសេចក្តីល្អវិញខាងឯសេចក្តីស្រឡាញ់ជាបងជាប្អូននោះចូលមានចិត្តថ្នមគ្នាទៅវិញទៅមកចុះខាងឯសេចក្តីរាប់អាននោះឲ្យខំរាប់អានគេជាមុនខាងឯសេចក្តីឧស្សាហ៍នោះកុំឲ្យខ្ជិលឡើយខាងឯវិញ្ញាណនោះក៏ចូលព្យាយាមចុះដោយខំប្រឹងបម្រើព្រះអម្ចាស់ចូលអស់សប្បាយដោយមានសង្ឃឹមចូលអត់ធន់ក្នុងសេចក្តីទុក្ខលំបាកចូលឲ្យខ្ជាប់ខ្ជួនក្នុងសេចក្តីអធិដ្ឋានខាងសេចក្តីខ្វះខាតរបស់ពួកបរិសុទ្ធនោះក៏ចូលផ្គត់ផ្គង់ឲ្យទាំងខំប្រឹងឲ្យមានសេចក្តីចៅរៅផងចុះចូលសូមពរឲ្យដល់អ្នកណាដែលបៀតបៀនអ្នកចូលសូមពរចុះកុំឲ្យប្រតិចផ្ដាសាឡើយចូលអស់សប្បាយជាមួយនឹងអ្នកណាដែលអស់សប្បាយហើយយំជាមួយនឹងអ្នកណាដែលយំផងចូលឲ្យមានគំនិតព្រមព្រៀងគ្នាទៅវិញទៅមកកុំឲ្យមានគំនិតឆ្មើងឆ្មៃសោះឡើយគឺត្រូវភពប្រសពនឹងមនុស្សរៀបសារវិញកុំឲ្យទុកចិត្តនឹងខ្លួនថាមានប្រាជ្ញាឲ្យសោះកុំឲ្យធ្វើការអាក្រក់ស្នងនឹងការអាក្រក់ឡើយត្រូវតែខំសម្ដែងកិរិយាល្អនៅចំពោះមុខមនុស្សទាំងអស់វិញខាងឯពួកអ្នករាល់គ្នានោះឲ្យខំនៅជាមេត្រីនឹងមនុស្សទាំងអស់ចុះបើសិនជាបានអោពួកស្ងួនភ្ងាអើយកុំឲ្យសងសឹកឡើយចូលថយចេញពីសេចក្តីកំហឹងទៅដើម្បីមានសេចក្តីចាញ់ទុកមកថាព្រះអម្ចាស់ទ្រង់មានបន្ទូលថាការសងសឹកនោះស្រេចនឹងអញនឹងសងដល់គេដូច្នេះបើសិនណាជាខ្មាំងសត្រូវអ្នកឃ្លាននោះចូលឲ្យគេបរិភោគចុះបើគេស្រែកចូលឲ្យផឹកទៅបើប្រព្រឹត្តដូច្នោះនោះដូចជាអ្នកបានប្រមូលរងើកភ្លើងដាក់លើក្បាលគេវិញកុំឲ្យសេចក្តីអាក្រក់ឈ្នះអ្នកឡើយត្រូវឲ្យអ្នកឈ្នះសេចក្តីអាក្រក់ដោយសារសេចក្តីល្អវិញជំពូក13ចូលឲ្យគ្រប់ទាំងមនុស្សចុះចូលនឹងរាជការត្បិតគ្មានអំណាចណាទេលើកតែមកពីព្រះគឺព្រះទ្រង់បានតាំងពួកលោកទាំងនោះឲ្យមានអំណាចបានជាអ្នកណាដែលតាំងខ្លួនទាស់នឹងអំណាចនោះក៏ទាស់ទទឹងនឹងបញ្ញត្តិនៃព្រះដែរហើយអស់អ្នកដែលទាស់ទទឹងនោះនឹងត្រូវទោសជាមិនខានដើម្បីពួកនាម៉ឺនមិនមែនជាសេចក្តីស្ញាញ់ខ្លាចដល់ការល្អទេគឺដល់ការអាក្រក់វិញតើអ្នកចង់រួចពីសេចក្តីស្ញាញ់ខ្លាចចំពោះអំណាចនោះឬទេបើដូច្នេះចូលប្រព្រឹត្តល្អចុះនោះលោកនឹងពោលសរសើរដល់អ្នកហើយត្បិតលោក
ជាអ្នកបម្រើរបស់ព្រះសម្រាប់សេចក្តីល្អដល់អ្នកប៉ុន្តែបើអ្នកប្រព្រឹត្តអាក្រក់នោះត្រូវខ្លាចវិញត្បិតលោកមិនមែនស្ដាយដាវជាឥតអំពើទេពីព្រោះជាអ្នកបម្រើរបស់ព្រះគឺជាអ្នកសម្រាប់សងសឹកដើម្បីនឹងនាំសេចក្តីក្រោធរបស់ព្រះមកលើអ្នកណាដែលប្រព្រឹត្តអាក្រក់ដូច្នេះត្រូវឲ្យចុះចូលមិនមែនដោយព្រោះតែសេចក្តីក្រោធប៉ុណ្ណោះគឺដោយព្រោះបញ្ញាចិត្តផងដោយហេតុនោះបានជាអ្នករាល់គ្នាត្រូវបង់ពន្ធដែរពីព្រោះលោកទាំងនោះជាភ្នាក់ងាររបស់ព្រះសម្រាប់នឹងត្រួតត្រាការនោះឯងជានិច្ចដូច្នេះចូលសងដល់លោកទាំងនោះតាមដែលអ្នកជំពាក់ចុះគឺឲ្យបង់ពន្ធខ្លួនដល់លោកណាដែលត្រូវទទួលបង់ពន្ធគយដល់លោកណាដែលទទួលខាងពន្ធគយត្រូវមានសេចក្តីកោតខ្លាចចំពោះលោកណាដែលគួរកោតខ្លាចហើយត្រូវគោរពប្រតិបត្តិដល់លោកណាដែលគួរគោរពដែរកុំឲ្យជំពាក់អ្វីដល់អ្នកណាឡើយជំពាក់បានតែសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមកប៉ុណ្ណោះត្បិតអ្នកដែលស្រឡាញ់ដល់គេនោះបានធ្វើសម្រេចតាមក្រឹតវិន័យហើយពីព្រោះបទដែលថាកុំឲ្យផិតឲ្យសោះកុំឲ្យសម្លាប់មនុស្សឲ្យសោះកុំឲ្យលួចឲ្យសោះកុំឲ្យលោភឲ្យសោះហើយបើមានបញ្ញត្តិណាទៀតនោះក៏រួមគ្នាមកក្នុងពាក្យមួយម៉ាត់នេះឯងដែលថាចូលស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងសេចក្តីស្រឡាញ់មិនដែលធ្វើអាក្រក់ដល់អ្នកជិតខាងឡើយដូច្នេះសេចក្តីស្រឡាញ់ជាកិច្ចសម្រេចតាមក្រឹតវិន័យហើយត្រូវប្រព្រឹត្តដូច្នោះដោយដឹងពេលវេលាថាដល់ម៉ោងនឹងភ្ញាក់ពីដេកហើយត្បិតឥឡូវនេះសេចក្តីសង្គ្រោះបានមកជិតបង្កើយជាជាងកាលយើងទើបនឹងជឿនោះយប់យូរណាស់ហើយថ្ងៃក៏ជិតរះដូច្នេះយើងត្រូវដោះចោលអស់ទាំងការរបស់សេចក្តីងងឹតចេញហើយពាក់គ្រឿងសឹករបស់ពន្លឺវិញត្រូវឲ្យយើងដើរតាមដែលគួរគប្បីដូចជាដើរនៅពេលថ្ងៃមិនមែនដោយស៊ីផឹកលេងល្បែងឬមានស្រីញីឬដោយឈ្លោះប្រកែកនឹងឈ្នានីសនោះឡើយគឺត្រូវប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញហើយកុំឲ្យផ្គត់ផ្គង់ដើម្បីនឹងបំពេញសេចក្តីប៉ងប្រាថ្នាខាងឯសាច់ឈាមឡើយជំពូក14ចូលទទួលអ្នកណាដែលខ្សោយខាងឯសេចក្តីជំនឿដែរមិនមែនឲ្យបានជជែកគ្នាពីសេចក្តីប្រកាន់ផ្សេងឡើយត្បិតម្នាក់ជឿថាបរិភោគបានគ្រប់មុខទាំងអស់ម្នាក់ទៀតដែលខ្សោយបរិភោគតែបន្លែទេកុំឲ្យអ្នកដែលបរិភោគមើលងាយដល់អ្នកដែលមិនបរិភោគឡើយក៏កុំឲ្យអ្នកដែលមិនបរិភោគនិន្ទាចំពោះអ្នកដែលបរិភោគដែរត្បិតព្រះទ្រង់ទទួលអ្នកនោះដូចគ្នាតើអ្នកជាអ្វីដែលនិន្ទាបាវបម្រើរបស់គេអ្នកនោះឈរឬដួលក្តីនោះស្រេចនឹងចៅវាយទេតាហើយគេនឹងបានឈរមែនត្បិតព្រះទ្រង់អាចនឹងតាំងឲ្យឈរបានម្នាក់រាប់ថាថ្ងៃមួយល្អជាងថ្ងៃមួយម្នាក់ទៀតរាប់ថាថ្ងៃណាក៏ដូចជាថ្ងៃណាត្រូវឲ្យគ្រប់គ្នាជឿពិតប្រាកដក្នុងចិត្តខ្លួនអ្នកណាដែលប្រកាន់ថ្ងៃណានោះក៏ប្រកាន់ដោយគោរពដល់ព្រះអម្ចាស់ហើយអ្នកណាដែលមិនប្រកាន់ថ្ងៃណានោះក៏មិនប្រកាន់ដោយគោរពដល់ព្រះអម្ចាស់ដែរ
អ្នកណាដែលបរិភោគនោះបរិភោគដោយគោរពដល់ព្រះអម្ចាស់ត្បិតគេអរព្រះគុណដល់ព្រះហើយអ្នកណាដែលមិនបរិភោគនោះគឺមិនបរិភោគដោយគោរពដល់ព្រះអម្ចាស់ដែរក៏អរព្រះគុណដល់ព្រះដូចគ្នាត្បិតគ្មានអ្នកណាក្នុងពួកមនុស្សយើងដែលរស់សម្រាប់ខ្លួនឯងទេក៏គ្មានអ្នកណាស្លាប់សម្រាប់ខ្លួនឯងដែរទោះបីយើងរស់ឬស្លាប់ក្តីគង់តែយើងត្រូវរស់ឬស្លាប់ថ្វាយព្រះអម្ចាស់វិញដូច្នេះបើរស់ឬស្លាប់ក្តីនោះយើងក៏ជារបស់ផងព្រះអម្ចាស់ដែរត្បិតដោយហេតុនោះឯងបានជាព្រះគ្រិស្តទ្រង់សុគតហើយមានព្រះជន្មរស់ឡើងវិញគឺដើម្បីនឹងធ្វើជាម្ចាស់លើទាំងមនុស្សស្លាប់និងមនុស្សរស់ផងដូច្នេះហេតុអ្វីបានជាអ្នកនិន្ទាចំពោះបងប្អូនខ្លួនឬមើលងាយដល់បងប្អូនខ្លួនពីព្រោះយើងទាំងអស់គ្នានឹងត្រូវឈរនៅមុខទីជំនុំជម្រះរបស់ផងព្រះគ្រិស្តត្បិតមានសេចក្តីចែងទុកមកថាព្រះអម្ចាស់ទ្រង់ស្បត់ដោយព្រះជន្មទ្រង់ថាត្រូវឲ្យគ្រប់ទាំងជង្គង់លុតចុះនៅមុខអញហើយគ្រប់ទាំងអណ្ដាតត្រូវសរសើរដល់ព្រះផងដូច្នេះយើងទាំងអស់គ្នានឹងត្រូវរាប់រៀបទូលថ្វាយព្រះពីដំណើររបស់ខ្លួនយើងជាមិនខានហេតុនោះកុំបីឲ្យយើងរាល់គ្នានិន្ទាគ្នាទៅវិញទៅមកទៀតឡើយសួរឲ្យយើងគិតសម្រេចក្នុងចិត្តដូចនេះវិញថាយើងមិនធ្វើក្បួនឲ្យបងប្អូនជំពប់ដួលឬរវិតចិត្តចេញឡើយខ្ញុំដឹងហើយក៏ជឿពិតដោយនៅព្រះអម្ចាស់យេស៊ូវថាគ្មានអ្វីស្មោកគ្រោកដោយខ្លួនឯងទេគឺស្មោកគ្រោកដល់តែអ្នកណាដែលជឿថារបស់នោះស្មោកគ្រោកប៉ុណ្ណោះប៉ុន្តែបានអ្នកធ្វើឲ្យបងប្អូនអ្នកព្រួយចិត្តដោយព្រោះម្ហូបចំណីអ្វីនោះអ្នកប្រព្រឹត្តមិនមែនដោយស្រឡាញ់ទៀតទេកុំធ្វើឲ្យអ្នកណាដែលព្រះគ្រិស្តបានសុគតជំនួសត្រូវវិនាសដោយសារម្ហូបរបស់អ្នកឡើយក៏កុំឲ្យគេមានឱកាសនឹងនិយាយអាក្រក់ពីការល្អរបស់អ្នកដែរត្បិតនគរព្រះមិនសម្រេចនឹងការស៊ីឬផឹកនោះទេគឺស្រេចនឹងសេចក្តីសុចរិតសេចក្តីមេត្រីនិងសេចក្តីអំណរដោយនៅព្រះវិញ្ញាណបរិសុទ្ធវិញទេតើពីព្រោះអ្នកណាដែលបម្រើព្រះគ្រិស្តដោយសារសេចក្តីទាំងនោះអ្នកនោះជាទីគាប់ព្រះハរតីដល់ព្រះហើយព្រមទាំងមានមនុស្សរាប់អានដល់ខ្លួនដែរហេតុដូច្នេះត្រូវឲ្យយើងដេញតាមអស់ទាំងសេចក្តីដែលនាំឲ្យមេត្រីគ្នានិងសេចក្តីទាំងប៉ុន្មានដែលជួយស្អាងចិត្តគ្នាទៅវិញទៅមកវិញកុំឲ្យបំផ្លាញការព្រះដោយព្រោះតែម្ហូបណានោះឡើយគ្រប់របស់ទាំងអស់ឈ្មោះថាស្អាតមែនតែរមែងជាអាក្រក់ដល់អ្នកណាដែលបរិភោគដោយប្រទាំងវិញគួរតែកុំឲ្យបរិភោគសាច់ឬស្រាទំពាំងបាយជូរឬអ្វីដែលនាំឲ្យបងប្អូនអ្នកជំពប់ឬរវិតចិត្តឬធ្វើឲ្យខ្សោយនោះឡើយអ្នកឯងមានសេចក្តីជំនឿយ៉ាងណាចូលជឿយ៉ាងនោះតែម្នាក់ឯងនៅចំពោះព្រះចុះមានពរហើយអ្នកណាដែលមិនកាត់ទោសខ្លួនឯងក្នុងការដែលខ្លួនរាប់ថាធ្វើបានតែបើអ្នកណាបរិភោគទាំងសង្ស័យនោះមានទោសហើយពីព្រោះមិនបានបរិភោគដោយសេចក្តីជំនឿត្បិតការទាំងប៉ុន្មានដែលធ្វើដោយឥតមានសេចក្តីជំនឿនោះសុទ្ធតែជាបាបទាំងអស់ហើយជំពូក15គួរតែឲ្យយើងរាល់គ្នាដែលមានកម្លាំងបានទ្រាំទ្រនឹងសេចក្តីកំសោយរបស់ពួកអ្នកដែលគ្មានកម្លាំងវិញឥ
ឥតបំពេញចិត្តខ្លួនយើងឡើយត្រូវឲ្យយើងទាំងអស់គ្នាបំពេញចិត្តអ្នកចិត្តខាងខ្លួនសម្រាប់ជាសេចក្តីល្អឲ្យបានស្អាងចិត្តឡើងត្បិតព្រះគ្រិស្តទ្រង់មិនបានបំពេញព្រះハរតីទ្រង់ដែរដូចជាមានសេចក្តីចែងទុកមកថាសេចក្តីដំនាលដែលគេថ្មាស់តេះដៀលទ្រង់នោះបានធ្លាក់មកលើទូលបង្គំវិញត្បិតអស់ទាំងសេចក្តីដែលបានចែងទុកមកជាមុននោះបានចែងសម្រាប់នឹងបង្រៀនដល់យើងរាល់គ្នាដើម្បីឲ្យយើងបានសេចក្តីសង្ឃឹមដោយសេចក្តីអត់ធន់និងសេចក្តីកំសាន្តចិត្តដោយសារគម្ពីរឥឡូវនេះសូមព្រះនៃសេចក្តីអត់ធ្មត់និងសេចក្តីកំសាន្តចិត្តទ្រង់ប្រទានឲ្យអ្នករាល់គ្នាមានគំនិតតែមួយតាមព្រះគ្រិស្តយេស៊ូវដើម្បីឲ្យអ្នករាល់គ្នាព្រមព្រៀងមូលមាត់តែមួយនិងសរសើរដំកើងដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងរាល់គ្នាដូច្នេះចូលទទួលគ្នាទៅវិញទៅមកដូចជាព្រះគ្រិស្តបានទទួលយើងដែរសម្រាប់នឹងសរសើរដល់ព្រះចុះឥឡូវខ្ញុំថាព្រះយេស៊ូវគ្រីស្ទទ្រង់បានត្រឡប់ជាអ្នកបម្រើដល់ពួកកាត់ស្បែកដើម្បីនឹងសម្ដែងសេចក្តីស្មោះត្រង់នៃព្រះប្រយោជន៍នឹងបញ្ជាក់សេចក្តីសន្យាដែលបានតាំងនឹងពួកអាយកោហើយឲ្យពួកសាសដតីបានសរសើរដំកើងព្រះដែរដោយព្រោះសេចក្តីមេត្តាករុណារបស់ទ្រង់តាមសេចក្តីដែលចែងទុកមកថាហេតុនោះបានជាទូលបង្គំនិងសរសើរដំកើងទ្រង់ក្នុងពួកសាសដតីហើយទូលបង្គំនឹងច្រៀងទំនុកបរិសុទ្ធថ្វាយព្រះនាមទ្រង់ហើយមានសេចក្តីមួយទៀតថាអោសាសដតីទាំងប៉ុន្មានអើយចូលអសប្បាយជាមួយនឹងរាជទ្រង់ក៏មានមួយទៀតថាអោសាសទាំងឡាយអើយចូលសរសើរដល់ព្រះអម្ចាស់អោជនរាល់គ្នាអើយចូលដំកើងទ្រង់ចុះក្នុងបទមួយទៀតលោកអេសាយក៏មានប្រសាសន៍ថានឹងមានឫសរបស់អេសាយមួយកើតឡើងសម្រាប់នឹងកាន់កាប់លើអស់ទាំងសាសដតីសាសទាំងនោះនឹងយកទ្រង់ជាទីសង្ឃឹមឥឡូវនេះសូមព្រះនៃសេចក្តីសង្ឃឹមប្រទានឲ្យអ្នករាល់គ្នាបានគ្រប់អស់ទាំងសេចក្តីអំណរនិងសេចក្តីសុខសាន្តដ៏ពុពេញដោយសារសេចក្តីជំនឿប្រយោជន៍ឲ្យបានសេចក្តីសង្ឃឹមជាបរិបូរណ៍ដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធអោបងប្អូនអើយខ្ញុំជឿជាក់ខាងឯអ្នករាល់គ្នាថាអ្នករាល់គ្នាមានសេចក្តីល្អពេញលេញហើយក៏បានពេញជាចំណេះគ្រប់មុខផងអាចនឹងទូមានគ្នាទៅវិញទៅមកបានហើយហេតុដូច្នេះបងប្អូនអើយខ្ញុំធ្វើសម្បត្តិនេះផ្ញើមកអ្នករាល់គ្នាដោយមានចិត្តក្លៀវក្លាលើសទៅទៀតដែលមានមួយផ្នែកសម្រាប់នឹងរំលឹកដល់អ្នករាល់គ្នាដោយសារព្រះគុណដែលព្រះទ្រង់បានផ្ដល់មកខ្ញុំឲ្យខ្ញុំបានធ្វើជាភ្នាក់ងារនៃព្រះយេស៊ូវគ្រីស្ទដល់ពួកសាសដតីព្រមទាំងធ្វើការងារបរិសុទ្ធគឺជាការផ្សាយដំណឹងល្អរបស់ព្រះដើម្បីឲ្យការប្រមូលពួកសាសដតីបានទុកជាដង្វាយថ្វាយព្រះដែលទ្រង់សពព្រះハរតីទទួលបានទាំងញែកចេញជាបរិសុទ្ធដោយព្រះវិញ្ញាណបរិសុទ្ធផងដូច្នេះខ្ញុំមានហេតុនឹងអួតក្នុងព្រះគ្រិស្តយេស៊ូវពីសេចក្តីទាំងប៉ុន្មានខាងឯព្រះព្រោះខ្ញុំមិនហ៊ាននិយាយពីការអ្វីលើកតែពីការដែលព្រះគ្រិស្តបានធ្វើដោយសារខ្ញុំប៉ុណ្ណោះទេគឺជាការនាំសាសដតីឲ្យស្ដាប់បង្គាប់ទោះដោយពាក្យសម្ដីឬការធ្វើក្តីទោះដោយអំណាចនៃទីសម្គាល់ឬការអស្ចារ្យឬដោយព្រះចេស្តាព្រះវិញ្ញាណនៃព្រះក្តីដល់ម្លេះបានជាខ្ញុំបានផ្សាយដំណឹងល្អពីព្រះគ្រិស្ត
ពេញពាសទូទៅតាំងពីក្រុងយេរូសាឡឹមដើរវាងរហូតទៅដល់ស្រុកអ៊ីលីរីកុនគឺយ៉ាងដូច្នោះឯងដែលខ្ញុំខំសង្វាតនឹងផ្សាយដំណឹងល្អមិនមែននៅកន្លែងដែលគេបានឮពីព្រះនាមព្រះគ្រិស្តរួចហើយនោះទេដើម្បីកុំឲ្យខ្ញុំសង់លើជើងជញ្ជាំងរបស់គេដូចជាមានសេចក្តីចែងទុកមកថាពួកអ្នកដែលគ្មានអ្នកណាទៅផ្សាយដំណឹងពីទ្រង់ឲ្យគេស្ដាប់នោះនឹងឃើញហើយពួកដែលមិនបានឮសោះនោះនឹងបានយល់វិញគឺដោយហេតុនោះបានជាខ្ញុំមានសេចក្តីខាត់ខាំងជាច្រើនដងមិនឲ្យខ្ញុំមកឯអ្នករាល់គ្នាប៉ុន្តែឥឡូវនេះដោយគ្មានកន្លែងណាសល់នៅស្រុកទាំងនេះទៀតហើយដោយខ្ញុំមានចិត្តរលឹកចង់មកឯអ្នករាល់គ្នាជាយូរឆ្នាំមកហើយផងបានជាកាលណាខ្ញុំទៅឯស្រុកអេស្ប៉ាញនោះខ្ញុំនឹងចូលមកសួរអ្នករាល់គ្នាដើម្បីខ្ញុំសង្ឃឹមថានឹងឃើញអ្នករាល់គ្នាតាមផ្លូវហើយឲ្យអ្នករាល់គ្នាបានជួយដំណើរខ្ញុំទៅមុខទៀតគឺក្នុងគ្រាក្រោយដែលបានពេញចិត្តនឹងអ្នករាល់គ្នាបន្តិចតែឥឡូវនេះខ្ញុំឡើងទៅឯក្រុងយេរូសាឡឹមដើម្បីនឹងជួយដល់ពួកបរិសុទ្ធសិនត្បិតពួកស្រុកម៉ាសេដូននិងស្រុកអាខ័យគេសុខចិត្តរៃគ្នាផ្ញើទៅជួយដល់ពួកអ្នកក្រីក្រក្នុងពួកបរិសុទ្ធនៅក្រុងយេរូសាឡឹមគេសុខចិត្តចង់ធ្វើការនោះហើយគេក៏ជំពាក់ពួកនោះដែរត្បិតបើសិនជាពួកសាសដតីបានទទួលចំណែកនៃអស់ទាំងសក្តីខាងប្រលឹងវិញ្ញាណពីគេនោះគួរតែជួយគេក្នុងរបស់ទាំងប៉ុន្មានខាងសាច់ឈាមវិញដូច្នេះកាលណាខ្ញុំបានសម្រេចការនេះគឺប្រគល់ផលនៃការជំនួយនេះដល់គេរួចហើយនោះខ្ញុំនឹងចេញដំណើរទៅឯស្រុកអេស្ប៉ាញដោយសារអ្នករាល់គ្នាហើយខ្ញុំដឹងថាដែលខ្ញុំមកឯអ្នករាល់គ្នានោះខ្ញុំនឹងនាំទាំងព្រះពរនៃដំណឹងល្អផងព្រះគ្រិស្តដ៏ពោពេញមកដែរតែបងប្អូនអើយខ្ញុំទូន្មានអ្នករាល់គ្នាដោយនៅព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយដោយនៅសេចក្តីស្រឡាញ់នៃព្រះវិញ្ញាណថាចូលអ្នករាល់គ្នាខំប្រឹងអធិដ្ឋានដល់ព្រះជាមួយនឹងខ្ញុំដើម្បីឲ្យខ្ញុំបានរួចពីពួកមនុស្សមិនជឿនៅស្រុកយូដាហើយឲ្យការដែលខ្ញុំទៅធ្វើនៅក្រុងយេរូសាឡឹមបានគប់ចិត្តដល់ពួកបរិសុទ្ធផងប្រយោជន៍ឲ្យខ្ញុំមកឯអ្នករាល់គ្នាដោយអំណរតាមព្រះハរតីព្រះហើយឲ្យខ្ញុំបានលំហោយចិត្តជាមួយនឹងអ្នករាល់គ្នាសូមឲ្យព្រះនៃសេចក្តីសុខសាន្តគង់ជាមួយនឹងអ្នករាល់គ្នាអាមែនជំពូក16ខ្ញុំទុកដាក់នាងភីបេជាបងប្អូនយើងនិងអ្នករាល់គ្នានាងជាអ្នកជំនួយដល់ពួកជំនុំនៅក្រុងកេងគ្រាដើម្បីឲ្យអ្នករាល់គ្នាបានទទួលនាងក្នុងព្រះអម្ចាស់តាមបែបដែលគួរឲ្យពួកបរិសុទ្ធធ្វើហើយឲ្យអ្នករាល់គ្នាបានជួយនាងក្នុងការអ្វីដែលនាងត្រូវការនឹងអ្នករាល់គ្នាដែរដើម្បីនាងបានជួយគេជាច្រើនព្រមទាំងខ្ញុំផងសូមជម្រាបសួរដល់នាងព្រីស៊ីលនិងអ្នកអាគីឡាជាអ្នកដែលធ្វើការជាមួយនឹងខ្ញុំក្នុងព្រះគ្រីស្ទយេស៊ូវគេបានប្រថុយជីវិតដោយព្រោះខ្ញុំមិនមែនតែខ្ញុំដែលអរគុណដល់គេប៉ុណ្ណោះគឺទាំងពួកជំនុំសាសដតីទាំងប៉ុន្មានថែមទៀតសូមជម្រាបសួរពួកជំនុំដែលប្រជុំនៅផ្ទះគេដែរសូមជម្រាបសួរអ្នកអេប៉ាយណេតជាស្ងួនភ្ងាខ្ញុំដែលជាផលដំបូងថ្វាយព្រះគ្រិស្តពីស្រុកអាស៊ីសូមជម្រាបសួរនាងម៉ារី
ដែលបាននឿយហត់ជាច្រើនប្រយោជន៍នឹងជួយយើងសូមជម្រាបសួរអ្នកអាន់ត្រូនីកនិងអ្នកយូនីសជាញាតិខ្ញុំគឺជាអ្នកជាប់គុកជាមួយនឹងខ្ញុំដែលមានកេរ្តិ៍ឈ្មោះក្នុងពួកសាវកក៏ជឿដល់ព្រះគ្រិស្តមុនខ្ញុំដែរសូមជម្រាបសួរអ្នកអំភ្លាសជាស្ងួនភ្ងាខ្ញុំក្នុងព្រះអម្ចាស់សូមជម្រាបសួរអ្នកអាបានដែលធ្វើការជាមួយនឹងយើងក្នុងព្រះគ្រិស្តនិងអ្នកសតាខីជាស្ងួនភ្ងាខ្ញុំដែរសូមជម្រាបសួរអ្នកអប៉េលេសដែលជាអ្នកខ្ជាប់ខ្ជួនក្នុងព្រះគ្រិស្តហើយសូមជម្រាបសួរពួកផ្ទះអារីស្តូប៊ូលសូមជម្រាបសួរអ្នកហេរ៉ូឌៀនជាញាតិខ្ញុំសូមជម្រាបសួរពួកផ្ទះណាគីសដែលនៅក្នុងព្រះអម្ចាស់សូមជម្រាបសួរនាងទ្រីផេននិងនាងទ្រីផូសដែលធ្វើការក្នុងព្រះអម្ចាស់សូមជម្រាបសួរនាងពើស៊ីជាអ្នកស្ងួនភ្ងាដែលធ្វើការនឿយហត់ជាច្រើនក្នុងព្រះអម្ចាស់សូមជម្រាបសួរអ្នករូភុសដែលព្រះអម្ចាស់បានរើសតាំងនិងម្ដាយគាត់ដែលរាប់ជាម្ដាយខ្ញុំដែរសូមជម្រាបសួរអ្នកអសង្គ្រាតអ្នកផ្លេកូនអ្នកហើម៉ាស់អ្នកប៉ាត្រូបាស់អ្នកហើមេសនិងពួកបងប្អូនដែលនៅជាមួយនឹងអ្នកទាំងនោះសូមជម្រាបសួរអ្នកភីឡូលោកនិងនាងយ៉ូលៀសអ្នកនេរើសនិងប្អូនស្រីគាត់ហើយអ្នកអូលីមប៉ានិងពួកបរិសុទ្ធដែលនៅជាមួយនឹងអ្នកទាំងនោះសូមអ្នករាល់គ្នាជម្រាបសួរគ្នាទៅវិញទៅមកដោយការថើបយ៉ាងបរិសុទ្ធពួកជំនុំនៃព្រះគ្រិស្តទាំងអស់សូមជម្រាបសួរមកអ្នករាល់គ្នាអោបងប្អូនអើយខ្ញុំទូមានអ្នករាល់គ្នាឲ្យចំណាំមើលអស់អ្នកដែលបណ្ដាលឲ្យបាក់បែកគ្នាហើយនាំឲ្យមានសេចក្តីរវិតចិត្តខុសនឹងសេចក្តីដែលអ្នករាល់គ្នាបានរៀនមកត្រូវឲ្យបែកចេញពីអ្នកទាំងនោះល្បិតមនុស្សបែបយ៉ាងនោះមិនមែនគោរពប្រតិបត្តិដល់ព្រះគ្រិស្តជាព្រះអម្ចាស់នៃយើងរាល់គ្នាទេគេបម្រើតែពោះខ្លួនគេវិញទាំងបាញ់ឆោតចិត្តមនុស្សស្លូតត្រង់ដោយពាក្យផ្អែមពីរោះនិងពាក្យបញ្ចោតផងល្បិតមនុស្សទាំងអស់បានដឹងពីបែបដែលអ្នករាល់គ្នាស្ដាប់បង្គាប់ហើយដូច្នេះខ្ញុំត្រេកអរពីដំណើរអ្នករាល់គ្នាណាស់ប៉ុន្តែខ្ញុំចង់ឲ្យអ្នករាល់គ្នាមានប្រាជ្ញាខាងឯសេចក្តីល្អហើយល្ងង់ខាងឯសេចក្តីអាក្រក់វិញឯព្រះនៃសេចក្តីសុខសាន្តនៅបន្តិចទៀតទ្រង់នឹងកិនអរិយសាតាំងនៅក្រោមជើងអ្នករាល់គ្នាហើយសូមឲ្យអ្នករាល់គ្នាបានប្រកបដោយនៅព្រះគុណនៃព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងចុះអ្នកថេម៉ូថេជាអ្នកធ្វើការជាមួយនឹងខ្ញុំហើយអ្នកលូគាអ្នកយ៉ាសុននិងអ្នកសូស៊ីប៉ាត្រុសជាញាតិខ្ញុំគេសូមជម្រាបសួរមកអ្នករាល់គ្នាដែរឯខ្ញុំឈ្មោះតឺទៀសដែលសូសេសម្បត្តិនេះក៏សូមជម្រាបសួរមកអ្នករាល់គ្នាក្នុងព្រះអម្ចាស់ដែរអ្នកកាយយ៉ូជាអ្នកដែលទទួលខ្ញុំនិងពួកជំនុំទាំងអស់គ្នាផងគាត់សូមជម្រាបសួរមកអ្នករាល់គ្នាអ្នកអេរ៉ាស្តូសជាមេត្រួតត្រាក្នុងទីក្រុងនិងអ្នកក្លាតូសជាពួកបងប្អូនគេក៏សូមជម្រាបសួរមកអ្នករាល់គ្នាដែរសូមឲ្យអ្នករាល់គ្នាបានប្រកបដោយនៅព្រះគុណនៃព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងរាល់គ្នាទាំងអស់អាមែនរីឯព្រះដែលអាចនឹងតាំងអ្នករាល់គ្នាឲ្យខ្ជាប់ខ្ជួនតាមដំណឹងល្អខ្ញុំនិងតាមខ្លឹមនៃលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទដែលត្រូវនឹងសេចក្តីបើកសម្ដែងអំពីការអាថ៌កំបាំងដែលបានលាក់ទុកនៅអស់ទាំងកលរៀងមកតែឥឡូវនេះ
បានបើកសំដែងមកឲ្យគ្រប់ទាំងសះដឹងដោយសារគម្ពីរហោរាតាមបង្គាប់នៃព្រះដ៏មានព្រះជន្មរស់អស់កលជានិច្ចដើម្បីឲ្យគេបានចុះចូលជឿដោយសារព្រះយេស៊ូវគ្រីស្ទជាព្រះដ៏មានប្រាជ្ញាតែមួយព្រះអង្គសូមឲ្យទ្រង់បានសិរីល្អនៅអស់កលរៀងទៅអាមែន